ហើយខ្ញុំសូមជ្រាបឱកាសនេះដោយសារឃើញអ្នកសម្របសម្រួលយើងថាបងប្អូននៅខាងគណៈបកខាងលោកខំវាសនាហ្នឹងចិត្តតែចង់សួរអីឲ្យច្បាស់លាស់សំណួរនេះខ្ញុំឆ្លើយ100,000 ដងហើយតាមវិទ្យុហើយលោកខំវាសនានេះមិនដឹងជួបប្រមាណដងទៅហើយទេបាទប៉ុន្តែវាអត់មានសុឆន្ទៈពិតក្នុងការប្ររួបរួមមេដឹកនាំណាក៏ដោយបើតាំងខ្លួនជាអ្នកប្រជាធិបតេយ្យកុំអញនិយមកុំមានតែអញឲ្យគ្រាន់បើជាងគេអានឹងទៅមិនរួចទេបងប្អូនតើអ្នកណាដែលជាអ្នកប្រជាធិបតេយ្យអ្នកប្រជាធិបតេយ្យគឺអ្នកដែលយកប្រជាប្រដ្ឋជាធំដែលយកគណិតអ្នកដទៃយកមកពិចារណាដែរមិនមែនថាតើតែអ្នកឯងអនុវត្តគោលការណ៍អញ8ចំណុចនេះបានអញប្រជាធិបតេយ្យព្រះហើយកម្មសខាសំរងស៊ីគេអន្តរជាតិគេទទួលស្គាល់ជាអ្នកប្រជាធិបតេយ្យគេហៅខ្ញុំដើរធ្វើឧទ្ទិសនាមដើរបង្រៀនក្នុងធ្វើសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំអន្តរជាតិធំជាច្រើនណាខ្ញុំជាសមាជិកនៃចលនាប្រជាធិបតេយ្យពិភពលោកលោកសំរងស៊ីជាប្រធានរបស់គណៈបកប្រជាធិបតេយ្យសេរីក្នុងតំបន់អាស៊ីលោកសំរងស៊ីជាប្រធានរបស់គណៈបកប្រជាធិបតេយ្យសេរីក្នុងតំបន់អាស៊ីដូច្នេះគោលការណ៍ប្រជាធិបតេយ្យពួកយើងមានហើយយើងមិនមែនបង្កើតដោយខ្លួនឯងទេគណៈបកសន្តិបត្តិរាជានិយមអารមណ៍លេខតែហើយណាបងអរមានបសំរងស៊ីដោយអារម្មណ៍មកនិវ័នបានមានតាមអត់មានអ្នកចូលមានតែអ្នកចេញអ្នកដែលនៅពីឆ្ងាយមើលពីឆ្ងាយឃើញថាល្អស្រឡាញ់ណាស់ស្រាប់ទៅដល់ជាតិធំខ្មឹកថយចេញវិញចិត្តទៅថយបន្តគេមិនទៅក្រោមរបូររបស់បុគ្គលម្នាក់ពីរអ្នកហ្នឹងទេគេត្រូវនៅក្រោមដំបូលប្រជាធិបតេយ្យគេអ្នកមានឧត្តមគតិជាតិគេមិនទៅបំរើបុគ្គលបម្រើគ្រួសារនោះទេដែលដោយអាយដាមតាំងពីមានភាសាម៉ាញ់នេះគាត់ចង់ធ្វើតែមានតែសំរងស៊ីទេជើងឯកប្រជាធិបតេយ្យនៅកម្ពុជាជើងឯកគេទាត់គ្នាដល់ហើយលោកឯកទៀតបាទឯកម្នាក់ឯងហ្នឹងឥឡូវដល់ណាថាគណៈបកសិទ្ធិនៅអាយ៉ងបើព្រោះតែស្បាប់បងប្អូនណាស្បាប់មើលបើថាបកសិទ្ធិនៅអាយ៉ងសូមបកសិទ្ធិនៅលាយសូមឲ្យមើលដឹកនាំបកសិទ្ធិនៅវិនិច្ឆ័យតែបើសិនណាជាអ្នកនឹងបកខើយើងទេសូមឲ្យបកអ្នកឯងរលាយហើយមើលដឹកនាំនឹងខ្ចាត់ព្រាត់បាទណាបងប្អូនគេកុំឲ្យហួសហេតុពេកបើមិនបានជួយចោកជួយចៅទេមកយើងជើងរាបាទណាបងប្អូនឯងគេវាយឆ្លាក់លើរញហើយមកវិញគ្នាឡើងវាយម្ដងហើយមិនសិតមនុស្សឡើងវាយមិនបានជួយចាស់ដៃទេមកចាប់ជើងទៀតតែទឹកកាបៀសមកជើងទៅត្រូវដាក់ថ្មិញថែមទៀតនៅឲ្យធៀមទៅតង់ស៊ីម៉ងទៅរៀបខ្លួនឲ្យស្អាតទៅមកចង់ឡើងវាយចាំរៀបខ្លួនឲ្យស្រួលឡើងវាយវិញមកគេធាក់ធ្លាក់រញហើយហ្នឹងមើលណាបងប្អូនហើយយកខ្ញុំវាយតែពីទឹកឯងមកចាញ់សុកចិត្តចុះមកទៅឲ្យលោកវាយមកយោហើយចាញ់ហើយនឹងប្រឹងចាស់ទៀតតែបងប្អូនគេណាបាទណាបងប្អូនប៉ុន្តែបាក់តូចដែរណាបាក់មិនតូចពីទៅកើតក្រោយនឹងជាគេចិញ្ចឹមនឹងគេបង្កើតគេចិញ្ចឹមគេដៃជើងគេជាអាយ៉ងគេណាអាយ៉ងរបស់អាយ៉ងពីរយន់ណាបងប្អូនបងប្អូនមុនវិនិច្ឆ័យថាគណៈបកណាការពារប្រជារាស្ត្រណាកុំបានតែលើនិយាយល្អមិនទៅមិនចាប់បានឆ្នាំទៅនេះមើលទង្វើការតស៊ូសំរងស៊ីគណៈបកសំរងស៊ី12ឆ្នាំហើយតែហ៊ានចេញមកប្រឆាំងនឹងយើងបោះចោលយើងបង្កើតគណៈបកតែមួយឆ្នាំឯងមុនបោះឆ្នោតយើងបានជិត40,000សម្លេងទូទាំងប្រទេសហើយខាងប្រឆាំងដើរលៀបពណ៌យើងដើរបកោយើងដើរចោលថាអាយ៉ងគេដើរចោលថាលក់ខ្លួនឲ្យគេតែដល់បោះឆ្នោតហើយយើងថាបោះឆ្នោតហ្នឹងអត់ត្រឹមត្រូវទេអត់ចូលប្រជុំទេថាអត់ចូលទាំងអស់គ្នាតែអ្នកថាយើងអាយ៉ងចូលប្រុចតែឯងអាយ៉ងនេះអត់ចូលឥឡូវថាអាយ៉ងយើងអើឃើញទេបងប្អូនគេអ្នកចោតយើងថាអាយ៉ងទៅចូលប្រុចដាក់កតុយចូលគ្វៀតបើគេបង្កើតដើម្បីដូរគេក៏ព្រមដែរនេះមើលបងប្អូននេះមើលបងប្អូនឥឡូវនេះហ៊ាននិយាយជួលស្រាប់មិនទេឥឡូវបងប្អូនគិតមើលហើយបើខ្ញុំសែនអ្នកបង្កើតខ្ញុំបញ្ជាក់បាននេះហើយបោះឆ្នោតហើយមិនក៏មិនគ្រប់គ្រងរដ្ឋបាលបោះឆ្នោតហ្នឹងមិនក៏ប្រឆាំងរដ្ឋបាលបោះឆ្នោតហ្នឹងហើយប្រឆាំងហើយគេហៅចូលប្រជុំមិនក៏អត់ចូលប្រជុំអាហ្នឹងគេឲ្យបង្កើតអត់ហ្នឹងខ្ញុំថាកូនក្មេងក៏វាចេះគិតដែរដូចជាសម្ដីនេះគឺសម្ដីដើមលៀបពណ៌គ្នាដោយខ្ញុំជំរាបជូនអត់ខុសអីពីខ្មែរក្រហមទេខ្មែរក្រហមដើរលៀបពណ៌អានេះស្អីអានេះការវេបយកទៅសម្លាប់ឥឡូវយើងរួតប្រជាធិបតេយ្យឲ្យដើរលៀបពណ៌គ្នាដែរអាហ្នឹងប្រជាធិបតេយ្យដែរដើរលៀបពណ៌គ្នាចឹងដូចជាសំឈប់ទៅ
អាល្បែងហ្នឹងគឺអាលាយខ្លួនឯងទេសឹកមនុស្សអត់លាយទេមាសទឹកដប់ណាបងប្អូនអត់ខ្លាចភ្លើងទេបើចុះដូច្នេះអ្នកដែលថាយើងហ្នឹងក្រែងលោក្រែងលោចិត្តបោះឆ្នោតប្រយ័ត្នទៅនៅតែថាចឹងទៀតប្រយ័ត្នកម្មសខាបញ្ចេញមានរឿងខ្លះណាហើយក៏ប្រាប់ឲ្យដឹងមុនទេលោកប្រធានស្ដីទីគង្គមក៏បានជម្រាបជូនប្រជាពលរដ្ឋនិងសកម្មជនគណបកសំរងស៊ីបន្តទៀតផងដែរថាកាលនោះអង្គការអន្តរជាតិគេបានធ្វើការទូន្មានលោកកឹមសុខាថាប្រសិនបើចង់ធ្វើនយោបាយឲ្យលោកកឹមសុខាមកចូលរួមជាមួយនឹងគណបកសំរងស៊ីមិនចាំបាច់បង្កើតផ្សេងនោះទេក៏ប៉ុន្តែដោយសារតែមហិច្ឆតារបស់លោកកឹមសុខាចង់ធ្វើជាប្រធានបកនឹងការអស់ទាញបំពាក់បំពន់មនុស្សគុំវិជាពីសំណាក់លោកហ៊ុនសែនបានធ្វើឲ្យលោកកឹមសុខាបង្កើតគណបកផ្សេងតែខ្លាចប្រជាពលរដ្ឋលោកមិនស្គាល់លោកកឹមសុខាក៏បានយកឈ្មោះសិទ្ធិមនុស្សមកដាក់ដែលជាឈ្មោះរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សយើងមិនចាំបាច់និយាយពីគណៈបកថ្មីថ្មោងគណៈបកតូចតាចតែតាមខ្លួនថាជាគណៈបកប្រឆាំងប៉ុន្តែជាគណៈបកដែលលោកហ៊ុនសែនបានជួយបង្កើតលោកហ៊ុនសែនជួយជាឆ្មោះបានបង្កើតគណៈបកតូចតាចគណៈបកខ្លះនោះអត់មាននរណាទីមានជំនឿទីឲ្យតម្លៃថាជាគណៈបកប្រឆាំងពិតប្រាកដគឺគណៈបកដែលជាពាក់ជាពេញតាពីកំណើតគឺជាពាក់ជាពេញជាមួយគណៈបកប្រជាជនដែលជាគណៈបកដែលបន្លំគឺជាគណៈបកប្រឆាំងមកបំបែកសម្លេងអ្នកប្រឆាំងមែនទេគណៈបកតូចតាចគណៈបកថ្មីថ្មោងខ្លះគឺថាមកវាយប្រហារគណៈបកតបស៊ីមិនគិតជួយដោះស្រាយបញ្ហាជីវិតជាតិបែរទៅជាពួកដៃជាមួយគណៈបកប្រជាជនមកវាយប្រហារគណៈបកតបស៊ីយ៉ាងណាបានបងប្អូនយើងនៅនិយាយបទខាងនេះពីយល់ច្បាស់ថាគណៈបកអីថ្មីគេនោះគឺចូលដៃជាមួយគណៈបកប្រជាជននោះគឺជារដ្ឋាភិបាលគណៈបកប្រជាជនគឺថាគណៈបកប្រជាជនគេទិញបានគេប្រើមកវាប្រហារគណៈបកតបស៊ីព្រោះតែនេះជាភាសាគេនេះពីខ្លួនចិត្តថាគណៈបកតូចតាចមួយនោះគឺចង់មកចូលរួមចង់មកច្បាច់ចូលគ្នាជាមួយគណៈបកតបស៊ីតែចង់មកការជាមួយគណៈបកតបស៊ីតែមែនទេជួយខ្លួនឯងលោកខំនិស្សាក៏បង្កើតអា8ចំណុចបង្កើតនៅខ្លួនគាត់នៅឃើញពិភពលោកគេស្រាវជ្រាវវិជាតៃយូរហើយគេមានរៀនមេរៀនគេមានពុំគេហើយមិនបាច់ថាយកពុំទៅតាមពុំខ្លួនឯងបានប្រជាធិបតេយ្យទេហើយចង់ទាញគេគ្រប់គ្នាឲ្យយកពុំខ្លួនឯងតែមានតែពុំខ្លួនឯងប្រជាតៃអ្នកដទៃអត់ទេអាហ្នឹងមិនមែនហៅថាប្រជាតៃទេបាទមិនមានតែអញទេណាបងប្អូនប្រជាតៃអត់ចឹងទេពុំគេមានហើយក្បួនគេមានហើយបងប្អូនមានតែប៉ុលពតទេគឺគាត់យកពុំរបស់គាត់គឺអត់ឲ្យចាយលុយបើថាបើណាមិនព្រមអត់ចាយលុយទេគាត់អាហ្នឹងមិនកុំនេះទេអាហ្នឹងមិនស្អីទេអាហ្នឹងហើយដែលគេហៅថាការលើកខ្លួនឯងការមិនស្គាល់នៅតម្លៃពិតរបស់ប្រជាធិបតេយ្យគឺរបស់វាគឺមកពីប្រព័ន្ធខាងលើជាប្រព័ន្ធប្រមូលដំណាចធ្វើឲ្យប្រជាពលរដ្ឋអត់អំណាចវាបាត់តុល្យភាពអំណាចប្រើសិទ្ធិវាមិនបាននៅស្រុកថៃគេកាត់កង់រូបមន្តរបស់វាគេថាអំណាចរបស់ប្រជាពលរដ្ឋនឹងមាននៅពេលដែលមានតុល្យភាពកម្លាំងរវាងប្រជាពលរដ្ឋជាមួយនឹងអ្នកកម្មការងារស្រុកទីហើយអ្នកអញយកទៅកាត់ប្រព័ន្ធតាមរបៀបស្រុកអ្នកឯងកាត់មិនកាត់ទៅដើម្បីកុំឲ្យនាយករដ្ឋមន្ត្រីនឹងចាត់ចែងទាំងអស់ទៅកម្មប្រទេសនឹងតែពេលណាគាត់លូកដៃគ្រប់ចន្លោះឆ្លៀតក្នុងប្រទេសនឹងបានទាំងអស់របបនឹងគេហៅរបបផ្ដាច់ការពីព្រោះប្រជាពលរដ្ឋនៃប្រទេសនឹងអត់មានអំណាចក្នុងការគាំពៀប្រើសិទ្ធិរបស់ខ្លួនដែលចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញបានសប្តាហ៍ថ្ងៃបងប្អូនមើលមេភូមិនៅក្នុងព្រៃទៅនៅឯណាមិននៅព្រះវិហារជ្រៅជាងគេនាយករដ្ឋមន្ត្រីគាត់ចុចកលឹកប៉ាក់ទៅមេខេត្តទៅមេឃុំមកប៉ាក់ដកមេភូមិនឹងបាត់ឲ្យតែរឹងក្បាលអានឹងគឺមានន័យថាដុតដៃមុខទាំងឡើងពេញទាំងអស់នៃប្រទេសហ្នឹងអញ្ចឹងដែលប្រជាពលរដ្ឋបាត់បង់អំណាចដោយសារបាត់តុល្យភាពអំណាចរវាងអ្នកកាន់ការងារស្រុកទេសដែលជាតំណាងឲ្យប្រជាពលរដ្ឋហ្នឹងជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសបងប្អូនត្រូវពិចារណាឲ្យឃើញទើបយើងអាចរួមកម្លាំងគ្នាបុកទៅចំកន្លែងដែលយើងចង់ចេញបើកណ្ដាលជាបងប្អូនពិចារណាមិនឃើញថាយើងបាត់បង់អំណាចទេបងប្អូនមិននឹងមានកម្លាំងងើបទៅយកអំណាចរបស់យើងមកវិញហើយយកនៅកន្លែងណានេះគឺជាទស្សនៈមួយដែលប្រឆាំងដាច់ណាស់ជាមួយនឹងសង្គមស៊ីវិលជាមួយនឹងគណៈបកប្រឆាំងជាមួយនឹងគណៈបកសិទ្ធិមនុស្សគណៈបកទាំងអស់ហ្នឹងគេនិយាយថាប្រជាពលរដ្ឋមានអំណាចហើយគាត់ថាប្រជាពលរដ្ឋមានអំណាចហើយគឺមាននៅថ្ងៃបោះឆ្នោតខ្ញុំថាសិទ្ធទេពីព្រោះគេចែងថាប្រជាពលរដ្ឋមានសិទ្ធបោះឆ្នោតមានអំណាចទេណាសិទ្ធទេសិទ្ធហ្នឹងណាគេឲ្យទៅបោះហើយណាបើនៅថ្ងៃនោះគេជុំកំភ្លើងមិនឲ្យទៅបោះមិនបានទៀតសិទ្ធទេមិនមែនអំណាចទេគេថាអំណាចមាននៅថ្ងៃបោះឆ្នោតហើយអំណាចនេះផ្ដល់ទៅឲ្យគេអស់ហើយប្រជាពលរដ្ឋមកប្រទេសវង្វេងជាមួយគ្នានឹងអញ្ចឹងហើយបានចេះតែគាត់ធ្វើវេទិកាសាធារណៈគាត់ទៀមទាខ្ញុំថាបងប្អូនទៀមទាមិនបានទេប្រើឲ្យចំកាលប្រពុតលោកថាពិតមានប្រយោជន៍ឲ្យត្រូវកាលទោះតែយើងមានអំណាចសិនបានយើងទៅទៀមទាប្រើសិទ្ធដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញហ្នឹងទៅតាមអ្វីដែលបានចែងឥឡូវនេះអត់មានតុល្យភាពកម្លាំងនឹងគ្នាទេដើម្បីឲ្យប្រព័ន្ធហ្នឹងមាន check and balance តុល្យភាពអំណាចក្រុមរបស់យើងបង្កើតជាយន្តការ8ចំណុចឡើងទស្សនៈរបស់ក្រុមយើងគឺប្រឆាំងប្រច្រាស់ជាមួយគេខ្លាំង
ជាមួយនឹងអ្នកនយោបាយទេខ្ញុំថានិយាយកែផ្នត់គំនិតរបស់អ្នកនយោបាយនិយាយមិនបានអញ្ចឹងបានងាកមកនិយាយជាមួយប្រជាពលរដ្ឋវិញពីព្រោះប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តទោះបីជាប្រជាពលរដ្ឋមានចំនួនច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែនេះគឺជាប្រយោជន៍របស់ប្រជាពលរដ្ឋលើដល់ប្រជាពលរដ្ឋប្រមាណប្រជាពលរដ្ឋយល់បានប្រមាណឈ្នះប៉ុណ្ណឹងផ្លូវទៅកាន់ប្រជាពលរដ្ឋនេះជាផ្លូវអាចនឹងដល់គោលដៅយូរនឹងឆាប់គង់ទៅដល់គោលដៅពីព្រោះប្រយោជន៍របស់ប្រជាពលរដ្ឋនឹងសមាវុធឲ្យទៅលឿនដល់ក៏ប៉ុន្តែបើសិនណាជាយើងយកទស្សនៈនេះទៅកែអ្នកដឹកនាំឲ្យអ្នកដឹកនាំរើរូបពន្ធដើម្បីឲ្យមានតុល្យភាពអំណាចឬក៏យើងទៅនិយាយជាមួយនឹងពួកគណៈបកថ្មីដូចជាគណៈបកសិទ្ធិមនុស្សឬគណៈបកសំនឹងស៊ីនិយាយយូរហើយគេមិនដូរពីព្រោះអ្វីពីព្រោះប្រព័ន្ធប្របាយអំណាចនេះអ្នកដឹកនាំគ្មានអំណាចទេអ្នកដឹកនាំទទួលបានតែសិទ្ធិដែលប្រជាពលរដ្ឋចែងនៅត្រង់ណាគឺរដ្ឋសភានឹងឯងរដ្ឋសភាគាត់អ្នកចែងថារដ្ឋាភិបាលអ្នកឯងមានសិទ្ធិធ្វើប៉ុណ្ណេះកតាបកិច្ចរបស់អ្នកឯងធ្វើនេះខ្លះពេលអ្នកឯងទៅមិនកើតខ្ញុំតម្លាក់មកវិញប្រជាពលរដ្ឋគឺនៅក្នុងរដ្ឋសភានឹងឯងប្រជាពលរដ្ឋបោះឆ្នោតរើតំណាងរាស្ត្រទៅតែងច្បាប់កំណត់ឲ្យរដ្ឋាភិបាលត្រូវធ្វើនេះអញ្ចឹងបានគេហៅសភាជានីតិបញ្ញត្តិជាតំណាងឲ្យប្រជាពលរដ្ឋរដ្ឋាភិបាលជានីតិប្រតិបត្តិមានន័យថាប្រតិបត្តិតាមរដ្ឋសភាឥឡូវយើងឆែកស្ថានភាពជាក់ស្ដែងរបស់ប្រទេសយើងគេបន្លំត្រង់នឹងទៀតគេស៊ីត្រង់នឹងទៀតម្ចាស់ប្រទេសគ្មានដឹងអីទាំងអស់បងប្អូនគ្មានបានរើតំណាងរាស្ត្រសោះចេញពីធំឆ្នោតមកវិញគេធ្វើថាហើយបោះឆ្នោតឲ្យបាក់ណាបាក់ហ្នឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់និយាយច្បាស់តែហ្មងបោះឆ្នោតឲ្យគណៈបកប្រជាជនមានន័យថាបោះឆ្នោតឲ្យហ៊ុនសែនគាត់និយាយច្បាស់ហ្នឹងមានបោះឆ្នោតឲ្យតំណាងរាស្ត្រណាបោះឆ្នោតឲ្យគណៈបកប្រជាជនមានន័យថាបោះឆ្នោតឲ្យហ៊ុនសែនបោះឆ្នោតឲ្យគណៈបកសំរងស៊ីមានន័យថាបោះឲ្យរាំងស៊ីបោះឆ្នោតឲ្យគណៈបកសិទ្ធិមនុស្សមានន័យថាបោះឆ្នោតឲ្យកម្មសថាមានន័យថាអញ្ចឹងអ្នកតំណាងទាំងអស់ទៅអង្គុយក្នុងរដ្ឋសភាបើខាងគណៈបកប្រជាជនមានន័យថាជាមនុស្សដែលតំណាងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបើគណៈបកសំរងស៊ីមានន័យថាជាមនុស្សដែលតំណាងឲ្យលោកសំរងស៊ីបើគណៈបកសិទ្ធិមនុស្សជាមនុស្សតំណាងឲ្យកម្មសថាវាជាតំណាងរបស់បកហ្នឹងថែមទាំងមិនមែនជាតំណាងរបស់បកផងជាតំណាងរបស់បុគ្គលម្នាក់ដែលមានអធិបតេយ្យក្នុងបកទៅទៀតបងប្អូនទៅតាមគេច្អល់អាហ្នឹងគេហៅយើងលងងណាយើងទៅរកគោដល់យើងមិនស្គាល់គោគេឲ្យកបីមួយថានេះគោហើយយើងថាតាមគេនឹងគោនោះជាតំណាងរបស់បកមិនមែនជាតំណាងរបស់យើងសោះគេថានងឲ្យតំណាងនេះហៅតាមគេនងតំណាងនេះក្នុងតំណាងនេះចង្រៃត្រង់ហ្នឹងបងប្អូនចង្រៃធំនៅត្រង់ហ្នឹងហ្មងពីព្រោះសមាជិករដ្ឋសភាតំណាងរាស្ត្រនេះជាអ្នកតែងច្បាប់ជាតំណាងឲ្យយើងដើម្បីឲ្យទៅជាតំណាងរាស្ត្រដាច់ខាតត្រូវតែបំពេញលក្ខខណ្ឌចាំបាច់ដែលត្រូវតែមានឧទាហរណ៍ថាគោចឹងគោត្រូវបំពេញលក្ខខណ្ឌចាំបាច់ដើម្បីហៅថាគោរួមវាខុសពីក្របីរួមក្របីស្ដើងនឹងខ្មៅហ្នឹងរួមគោអាខ្លះមានលឿងអាខ្លះមានក្រហមអាខ្លះមានខ្មៅរួមគោញឹកណាហើយបំពេញលក្ខខណ្ឌអញ្ចឹងគោរៀងវាល្មិចកតុយវាល្មិចស្នែងវាល្មិចវាបំពេញលក្ខខណ្ឌវាបានហៅថាគោបានគុំគេអូកបីមួយហៅថាគោបងប្អូនអត់ស្គាល់លក្ខខណ្ឌរបស់គោបងប្អូនថានឹងគោហើយតាមពិតកបីសំអ្នកតំណាងរាស្ត្រត្រូវបំពេញលក្ខខណ្ឌរបស់វាទើបហៅតំណាងនេះបានទី1ត្រូវតែបោះឆ្នោតចំមុខបុគ្គលបងប្អូនស្រឡាញ់យ៉ាងណាពាក់កណ្ដាលបូកមួយជ្រើសរើសថាអ្នកនឹងត្រូវធ្វើជាតំណាងរបស់ខ្ញុំបំពេញលក្ខខណ្ឌទី1ត្រូវតែអញ្ចឹងបានហៅថាតំណាងនេះឥឡូវលក្ខខណ្ឌទី1បងប្អូនមើលបងប្អូនបោះឆ្នោតអត់ប៉ែណោរួចហើយប៉ាក់គេដាក់មកមានជ្រូកកដោមន់ទីអីគេដាក់មកដាក់ពីណាក៏បងប្អូនមិនដឹងទាំងអស់បងប្អូនបោះឆ្នោតអត់ប៉ាក់ទេចង្រៃនៅក្នុងនឹងបងប្អូនណាគេកដោមអំណាចមិនមែនត្រឹមតែបលិទាហានទេណាព្រោះថ្ងៃមិនមែនត្រឹមតែបលិទាហានស្វ័យសុខស្វ័យខេត្តមេភូមិមេឃុំទេណាគេកដោមតំណាងរាស្ត្រទៀតតំណាងរាស្ត្របើរបស់គាត់ចេញបានគាត់ជួយធ្វើច្បាប់យើងដើម្បីចងជើងនាយករដ្ឋមន្ត្រីកុំឲ្យគាត់លូកដៃដល់ថ្នាក់មូលដ្ឋានតែទៅជាប្រព័ន្ធអាចារ្យប្រមូលដល់អំណាចក៏ប៉ុន្តែសប្តាហ៍ថ្ងៃអ្នកតំណាងដែលគេប្រសិទ្ធនាមថាជាតំណាងរាស្ត្រហ្នឹងនៅក្រោមកញ្ញាំងបកដែរគឺតំណាងបកជាពិសេសគឺនិយាយថាតំណាងបុគ្គលដែលមានអំណាចក្នុងបកទៅទៀតហើយគេរុញមកប្រាប់ប្រជាពលរដ្ឋថាហ្នឹងហើយតំណាងរាស្ត្រទៅធ្វើវេទិកាសាធារណៈមួយប្រជាពលរដ្ឋណែលោកតំណាងរាស្ត្រខ្ញុំនឹងទាំងជំរឿនបន្ទូខ្ញុំថាអោប្រជាពលរដ្ឋខ្មែរហើយខំនោះខំប៉ុន្តែខំវាមិនចំកន្លែងផ្លូវចេញនៅខាងកើតនេះទៅបុកទៅខាងលិចនឹងចង់ងាប់វាមិនចេញទេបងប្អូនប្រពុតលោកថាផ្ដើមចេញពីមច្ឆាទៅថេការយល់ខុសជាមុនទោះតែផ្ដើមចេញពីការយល់ត្រូវណាដើម្បីឲ្យខ្លាចជាតំណាងនេះលក្ខខណ្ឌទី1របស់វាគឺជ្រើសតាំងចំមុខយ៉ាងតិចបំផុតដោយប្រជាពលរដ្ឋមានចំនួនពាក់កណ្ដាលបូកមួយទៅលើបុគ្គលនឹងចំមុខតែមកចំមុខបុគ្គលនឹងមកនឹងលក្ខខណ្ឌរបស់តំណាងរាស្ត្រកាត់ស្នែងវាយ៉ាងម៉េចរួមវាយ៉ាងម៉េចកាន់ហៅគោណាដើម្បីហៅតំណាងរបស់ប្រជាពលរដ្ឋបានលោកតែជ្រើសតាំងចំមុខដោយប្រជាពលរដ្ឋជ្រើសតាំងចំមុខមកដោយសម្លេងយ៉ាងតិច50%បូក1បោះឆ្នោតតាមមួយចំហៀងអត់បានទៀតបងប្អូនបោះឆ្នោតតាមមួយចំហៀងអត់ទាន់គ្រប់លក្ខខណ្ឌជាអ្នកតំណាងរាស្ត្រទៀតដូចខ្ញុំតាក់ខ្សែទៅលើកបដូចចេះពួកខ្ញុំទាញខ្សែតាមមួយចំហៀងចេះវាអត់មកទេឲ្យខ្សែទាំងពីរមកចេះតែវាទាញមកបងប្អូនទៅយល់អញ្ចឹងបោះដល់យើងធ្វើមិនកើតតម្លាក់វិញដល់យើងអាបោះមានន័យថាចេះដល់ពេលអាតម្លាក់មានន័យថាមកខាងទៀតមានចេះបានទៅរួចតែពេលវានៅខាងយើងអញ្ចឹងវាខ្លាចយើងភ្លាមហ្មងសប្តាហ៍ថ្ងៃបងប្អូនបោះឆ្នោតឲ្យបាក់ពេលតម្លាក់ក៏បាក់តម្លាក់ដែរមិនយើងតម្លាក់ទេអាណត្តិក្រោយបោះឆ្នោតឲ្យបាក់ទៀតអញ្ចឹងទៀតដូចខ្ញុំនិយាយខាងដើមមកបងប្អូនមិនចាំទេខ្ញុំថារដ្ឋធម្មនុញ្ញដោយច្បាប់ដោយវាតូចជាងប្រជាពលរដ្ឋ50%បូក1ទេគេអាចកែបានច្បាប់ហ្នឹងវាសំខាន់គឺយើងយល់សិនយើងយល់ថាត្រូវតែកែតែពេលណាយើងនិយាយចឹងគេថាហេច្បាប់មានមកពីណារដ្ឋធម្មនុញ្ញមានណាកែបានយើងជាម្ចាស់ផ្ទៃកែបានតែយើងជាអ្នកតែងច្បាប់យើងធំជាងតំណាងរាស្ត្រទៀតយើងទាំងអស់គ្នាណាប៉ុន្តែយើងហ្នឹងគឺ50%បូក1យើងនឹង
នឹងគឺធំជាងតំណាងរាស្ត្រធំជាងច្បាប់ធំជាងរដ្ឋធម្មនុញ្ញបើយើងប្រមូលគ្នាបាន50%បូក1មកតែពីច្រើនហើយក្នុងទម្រង់ប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញចោលបានតែថ្មីកុំឲ្យតែយើងតិចជាង50%គេ50%បូក1គេគ្រប់គ្រងរដ្ឋធម្មនុញ្ញចាស់ឲ្យតែយើងលើពី50%បូក1តាមប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញចោលបានហើយកែបានហើយអញ្ចឹងមុននឹងឈានទៅដល់ការកែប្រយោជន៍ជាប្រយោជន៍សិនតែកែប្រព័ន្ធច្បាប់នឹងសិនជ្រើសតាំងតំណាងរាស្ត្រដល់យើងរួចទម្លាក់វិញដល់យើងនៅស្រុកគេធ្វើម៉េចបងប្អូនតំណាងរាស្ត្រគេបោះឆ្នោតសាក់មួយម៉ាត់ស្រុកគេណាគេមានរូបអញ្ចឹងគេមានរូបចាំឧបមាថាសៀមរាប6កៅអីសៀមរាបថ្ងៃ6កៅអីអ្នកតំណាងរាស្ត្រគេគិតទៅតាមចំនួនប្រជាពលរដ្ឋឧទាហរណ៍ថាប្រហែលជា50000មួយកៅអីអញ្ចឹងបើប្រជាពលរដ្ឋនៅក្នុងស្រុកនេះ500,000ខាត់សៀមរាបអ្នកដែលមានឈ្មោះបោះឆ្នោត500,000គេចាត់ទុកថានៅសៀមរាបបានទទួល10កៅអីនៅកំពង់ចាមប្រជាពលរដ្ឋច្រើនបាន8 10កៅអីចឹងជាទូទៅប្រហែលជា50000ទៅ60000គេឲ្យមានអ្នកតំណាងរាស្ត្រមួយនៅសៀមរាប6កៅអីនៅស្រុកគេដែលគេបោះឆ្នោតចំមុខបុគ្គលហើយគេហៅប្រព័ន្ធសក្តិមាដែរមិនមែនប្រព័ន្ធឯកសារនាមទេគេធ្វើម៉េចទី1គេមានរូបបៈនៅនេះរូបបៈនៅអញ្ចឹងយើងគូរូបបៈរួចហើយខ្វាត់មកជួរនឹងមានអ្នកតំណាងរាស្ត្រមកប៉ះរបស់គេនឹង6នាក់ឬ2ដល់10នាក់ពីព្រោះមានបំរុង6ទៀតរូបរបស់អ្នកតំណាងរាស្ត្រនៅមួយចឹងលុបដាក់លេខរៀងនេះមិនមែនកំណត់ថាអ្នកណានៅលើគេត្រូវតែជាប់ទេបងប្អូនគូប៉ះរួចហើយបងប្អូនដើររើសមុខមនុស្សឬអ្នកណានេះបានន័យថាបងប្អូនសម្ដែងឆន្ទៈរឿងមនុស្សដល់ពេលសម្ដែងឆន្ទៈរឿងមនុស្សហ្នឹងទាំងខ្ញុំទាំងគេដែលចង់បម្រើជាតិត្រូវតែចុះទៅឲ្យជារដ្ឋស្គាល់មុខទាំងអស់បើអត់ស្គាល់មុខគូមិនសប្ងៃមិនបានស្គាល់មុខក៏បានដែរស្គាល់តែប៉ះទៅគូឲ្យជាប់គោក៏មិនដឹងជាប់ក្តាមក៏មិនដឹងជាប់ជ្រូកក៏មិនដឹងវាអត់បានសម្ដែងឆន្ទៈជ្រើសអ្នកដឹកនាំនៅស្រុកគេតំណាងរាស្ត្រគេធ្វើមិនក៏ដោយឲ្យកាន់តែគិរាស្ត្រមែនតើពីព្រោះគាត់ជាតំណាងរបស់ប្រជាពលរដ្ឋនៅក្នុងរដ្ឋសភាជាតំណាងផលប្រយោជន៍របស់ប្រជាពលរដ្ឋដូច្នេះធ្វើមិនឲ្យប្រជាពលរដ្ឋកាន់តែជ្រើសរើសគិមែនតើចំពោះមុខអ្នកតំណាងបើតំណាងជាបងប្អូនបានបោះឆ្នោតចំមុខបុគ្គលអ្នកតំណាងរាស្ត្រទាំងអស់សូម្បីតែកូនក្មេងចេញពីសាលារៀនមកដែលវាមានសញ្ញាបត្រធំណាវាក៏ត្រូវទៅជួបមុខប្រជាពលរដ្ឋមួយណាត់ពីណាត់ជាមុនសិនធ្វើឲ្យប្រជាពលរដ្ឋស្គាល់ជាមុនសិនបានប្រជាពលរដ្ឋជ្រើសតាំងបើមិនជឿគេកែប្រព័ន្ធឲ្យបងប្អូនអញ្ចឹងមើលបងប្អូនដឹងអំពីអត្ថប្រយោជន៍នៃប្រព័ន្ធនឹងឥឡូវប៉ុន្តែសុំទោសបងប្អូនកុំសង្ឃឹមថាគេកែឲ្យបើបងប្អូនមិនយល់ហើយយកកម្លាំងបងប្អូនទៅកែគ្មាននរណាកែឲ្យទេកុំដេកយល់សពថ្ងៃក្រោយស្រុកយើងប្រជាធិបតេយ្យដោយសារគេធ្វើឲ្យសុំទោសគ្មានទេបងប្អូនកុំសម័យពីព្រោះប្រព័ន្ធនេះបានប្រយោជន៍មកនេះមិនបានប្រយោជន៍ទៅគេទេសពថ្ងៃគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សធ្វើមិនក៏ដោយឲ្យបានដូរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញបាក់ដាក់អញចូលបាក់អញម្ដងទៅដល់ក្រមទៀតហើយអាហ្នឹងដែលខ្ញុំនិយាយថាដូរបាក់ហែងចេញឡើងបាក់អញវាអត់មានបាក់យើងវាអត់មានបាក់យើងទេបាក់អ្នកណាក៏ដោយឲ្យតែបាក់គឺសត្វតែមន់ជល់ទាំងអស់ជល់មុខគ្នាទាំងអស់អត់ល្អបើសិនណាជាគេពិតជាបញ្ចង់ឲ្យជល់គ្នាមែនណាគេមិនមែនយកខ្ជុំទៅលាបមុខមន់ទេបើយកខ្ជុំទៅលាបមុខមន់ទេថាខ្ញុំមិនចង់ឲ្យមន់ជល់គ្នាប៉ុន្តែមន់ចេះតែជល់តែលាបមុខទៅជល់គ្នាតែមានបាក់ដល់ថ្នាក់មូលដ្ឋានចាំបាច់វាត្រូវតែជល់គ្នាអញ្ចឹងវាត្រូវតែជល់គ្នាអញ្ចឹងពីព្រោះយើងបោះឆ្នោតឲ្យបាក់បើមិនជឿបោះឆ្នោតឲ្យមុខមើលលែងមានឆ្លោះគ្នាពីព្រោះអ្នកណាក៏ឈរបាននៅក្នុងបាក់ណាក៏ដោយមិនមានបាក់ក៏ដោយឯករាជ្យក៏ឈរបានប៉ុន្តែគេចង់ឈរជាបាក់ក៏មិនអីពីព្រោះអីតែឯងខ្លាំងអញមិនគូមុខឯងគូមុខមនុស្សណាដល់ពេលគូមុខមនុស្សប្រជាពលរដ្ឋស្គាល់មុខអ្នកតំណាងរាស្ត្រទាំងអស់ឧទាហរណ៍ថាគូឲ្យគណៈបកប្រជាជនគណៈបកប្រជាជនមានតំណាងរាស្ត្ររបស់គេបញ្ជូខេត្តសៀមរាប6នាក់គេដាក់2 10នាក់មកបងប្អូនគូអ្នកណាក៏បានអ្នកណាបានស្លឹកថ្នោតច្រើនគេយកមុនគេទៅអ្នកណាបានស្លឹកថ្នោតបន្ទាប់យកបន្ទាប់ទៀតទៅនោះគឺជាការសម្ដែងឆន្ទៈក្នុងការជ្រើសរើសអ្នកតំណាងត្មងអានឹងបាក់មួយទៅដល់ពេលបាក់ទី2មានរូបបញ្ជូទៀតគណៈបកមួយទៀតមានរូបបញ្ជូទៀតតំណាងរាស្ត្ររបស់គណៈបកហ្នឹងបងប្អូនគូបាក់រួចហើយគូរូបមនុស្សបើសិនណាជាគណៈបកវាច្រើនពេកនៅស្រុកគេធ្វើម៉េចគេបាត់រូបអ្នកតំណាងរាស្ត្រនៅមុខការិយាល័យបោះឆ្នោតហើយគេបង់លេខរៀងបង់លេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងទៅដល់ពេលក្នុងស្លឹកថ្នោតមានលេខហ្មងគូឲ្យបាក់ហើយគូឲ្យលេខអញចាំមុខតំណាងរាស្ត្រដែលអញស្រឡាញ់លេខប្រមាណគូឲ្យបាក់ហើយតែគូលេខនឹងក្រោយបានលេខ3ជាប់ពីណាជាប់កហ្នឹងគឺជាប់កហ្នឹងហើយបើស្លឹកថ្នោតអ្នកកហ្នឹងឧបមាថា60000គេឲ្យមកអីចាប់គាត់បាន8 100000អាហ្នឹងហៀមកដល់អាទី2អាទី2នោះបានតែ30000ទេឬក៏បានតែ20000ទេប៉ុន្តែវានៅបាក់ជាមួយគ្នាហៀដល់អាទី2ដល់អាទី3នោះបានតែ10000ជាងទេអញ្ចឹងត្រូវយកស្លឹកថ្នោតអាទី1នេះមកបោកឲ្យអាទី3ពួកអាទី1វាហៀក៏ប៉ុន្តែប្រជាពលរដ្ឋបានសម្ដែងឆន្ទៈស្រឡាញ់អ្នកណាវាជាប់អ្នកហ្នឹងអាហ្នឹងមានន័យថាឆន្ទៈរបស់ប្រជាពលរដ្ឋត្រូវបានសម្ដែងជាក់ស្ដែងចង់ឲ្យអ្នកណាជាប់អ្នកហ្នឹងជាប់កម្មវិធីអាហ្នឹងបងប្អូនបោះឆ្នោតអាហ្នឹងដូចខ្សែពាក់កម្មវិធីណាបើសិនណាជាបងប្អូនអត់បានតម្លាក់បោះរួចហើយវាទៅបាត់វាឡើងខ្លាចបងប្អូនប៉ុន្តែដល់ពេលឲ្យតម្លាក់មកវិញមានខ្សែវិធីទៀតអាណាត់ក្រោយបងប្អូនអាចតម្លាក់វិញបានចំមុខឥឡូវនេះបងប្អូនបោះឆ្នោតឲ្យរួចហើយបាក់អ្នកតម្លាក់ដូចខ្ញុំតំណាងរាស្ត្ររបស់គណៈបកសំស៊ីបាក់អ្នកតម្លាក់ណាខ្ញុំបាន2ឆ្នាំកន្លះតម្លាក់បាក់ប្រជាពលរដ្ឋនៅព្រៃវែងមិនដឹងទេមិនដឹងគ្មានដឹងថាអ្នកតំណាងរាស្ត្រខ្លួនឯងតម្លាក់អីអត់ដឹងសោះហើយបើអត់ដឹងផងបងប្អូនមានតំណាងឯណាទៅក្នុងរដ្ឋសភាដើម្បីតែងច្បាប់ពួកតំណាងមិនមែនជាតំណាងរបស់បងប្អូនផងជាតំណាងឲ្យមនុស្សមានអធិបតេយ្យក្នុងបកអញ្ចឹងបានអាណត្តិក្រោយគេឲ្យប្រើប្រព័ន្ធនឹងទៀតឲ្យប្រជាពលរដ្ឋហ្នឹងគាត់បោះឆ្នោតមួយសារទៀតបោះឆ្នោតមួយសារទៀតគូមុខប្រព័ន្ធទៀតណានឹងមានន័យថាបងប្អូនមានប្រព័ន្ធតម្លាក់ដោយបងប្អូនជ្រើសតាំងដោយបងប្អូនអានឹងគេនិយាយតែពីការដឹកនាំនយោបាយណាដែលទុកក្នុងអាណត្តិក៏ប៉ុន្តែបើស្នាជាគាត់ខុសនឹងច្បាប់ឧទាហរណ៍ថាតំណាងរាស្ត្រមលោកកូនកំមុំគេអានឹងខុសច្បាប់ណាមិនមែនប្រជាពលរដ្ឋ50%បូក1តម្លាក់ឯណាអានឹងតែម្នាក់ក៏តម្លាក់បានដែរម្នាក់ដឹងព្រោះធ្លាក់បាត់ណាប៉ុន្តែខុសនឹងនយោបាយគេថាដឹកនាំវាមិនទៅរីចម្រើនអីចឹងណាអាណត្តិក្រោយយើងអាចគូមុខគាត់តម្លាក់ចោលបានការពិតទៅអ្នកតំណាងរាស្ត្រទាំងអស់របស់ប្រជាពលរដ្ឋ
អ្នកតំណាងរាស្ត្រទាំងអស់បងប្អូនទៅចងចាំអ្នកតំណាងរាស្ត្ររបស់ប្រជាពលរដ្ឋមិនមានតែម្នាក់ណាអ្នកតំណាងរាស្ត្រដែលជាសមាជិករដ្ឋសភាហ្នឹងគេហៅសមាជិករដ្ឋសភាប្រជាពលរដ្ឋមានតំណាងរាស្ត្រផ្សេងទៀតគឺមេឃុំគឺច្បាយស្រុកគឺច្បាយខេត្តប៉ុន្តែអ្នកមួយហ្នឹងមានមុខនីតិផ្សេងៗគ្នាគ្រប់អ្នកតំណាងរាស្ត្ររបស់ប្រជាពលរដ្ឋទាំងអស់ត្រូវបានជ្រើសតាំងចំមុខបុគ្គលដោយប្រជាពលរដ្ឋរួចហើយមិនកើតប្រជាពលរដ្ឋទម្លាក់មកវិញលើកឡើងតែអ្នកតំណាងរាស្ត្រដែលជាសមាជិករដ្ឋសភាជាអ្នកតែងច្បាប់តែមួយគត់ដែលទុកឲ្យដល់អាណត្តិក្រៅពីនោះទាំងអស់បងប្អូនទៅឆែកមើលពិភពលោកតំណាងរាស្ត្រមួយណាក៏ដោយមេឃុំក៏ដោយមេស្រុកក៏ដោយមេខេត្តក៏ដោយមេភូមិក៏ដោយក្រៅពីតំណាងរាស្ត្រដែលជាសមាជិករដ្ឋសភាដែលជាអ្នកធ្វើច្បាប់គឺប្រជាពលរដ្ឋមានសិទ្ធិមានន័យថាចែងក្នុងច្បាប់មានសិទ្ធិទម្លាក់កណ្ដាលអាណត្តិទាំងអស់មេភូមិទម្លាក់កណ្ដាលអាណត្តិតែធ្វើមិនកើតលក់ដីលក់ទលីបើមេភូមិផ្ដិតមេដៃ 50% បូក1នៃអ្នកមានសិទ្ធិបោះឆ្នោតទម្លាក់មេភូមិម៉ាត់ទៀតហើយច្បាប់ហ្នឹងពីណាតែងប្រជាពលរដ្ឋតែងមានមិនព្រមជារដ្ឋយល់ប្រើអ្នកតំណាងរាស្ត្របោះខ្លួនឲ្យតែងពីព្រោះអ្នកតំណាងរាស្ត្រតូចជាងយើងគេទទួលសិទ្ធិយើងជាម្ចាស់អ្នកឯងគាត់នឹងទទួលសិទ្ធិពីអញហ្នឹងទូជាងអញម្ចាស់ដល់ពេលឥឡូវគេថាបងប្អូនឲ្យអំណាចទៅគេបាត់ថ្ងៃបោះឆ្នោត5ឆ្នាំចាំ5ឆ្នាំក្រោយទៅអត់អញ្ចឹងទេយើងជាម្ចាស់តែលឺជាម្ចាស់គឺរហូតទៅបងប្អូនម្ចាស់គឺរហូតយើងជាម្ចាស់ផ្ទះយើងជួលឲ្យគេមានកិច្ចសន្យាពេលណាគេធ្វើខុសពីកិច្ចសន្យាអាយើងជាម្ចាស់នោះទៅដេញចោលមកវិញដើម្បីដេញចោលបានទោះតែមានតុល្យភាពអំណាចទោះតែអ្នកជួលផ្ទះយើងក៏មានអង្គរៈច្រើនតែមានអង្គរៈច្រើនដេញបានបាត់អំណាចប្រើសិទ្ធិមិនកើតប៉ុន្តែកុំភ្លេចថាយើងនៅតែជាម្ចាស់សពថ្ងៃគេអត់បញ្យល់ចឹងទេណាគេថាបងប្អូនឲ្យអំណាចទៅគេថ្ងៃបោះឆ្នោតឲ្យអស់លេងហ្មងឲ្យរួចហើយចាំ5ឆ្នាំក្រោយថាយើងជាម្ចាស់ដូចយើងជួលផ្ទះចឹងប៉ុន្តែយើងជួលផ្ទះយើងម្ចាស់តែឯងជួលនិយាយណាមានកិច្ចសន្យាធម្មតាជួលមានកិច្ចសន្យាណាចំណែកប្រជាពលរដ្ឋជាមួយនឹងអ្នកកាន់ការងារស្រុកទេសក៏មានកិច្ចសន្យាដែរប៉ុន្តែកិច្ចសន្យាតាំងពីកំណត់រដ្ឋដែលដូនតាយើងរាប់ពាន់ឆ្នាំមុនយើងមុនដំបូងរស់នៅលើទឹកដីចឹងមានរដ្ឋមកពីណាគាត់ប្រជុំគ្នាបង្កបង្កើតរដ្ឋឡើងដោយមានកិច្ចសន្យាគេហៅកិច្ចសន្យាសង្គមប៉ុន្តែកិច្ចសន្យានោះវាលហែកកដាស់បាត់ទៅយូរឆ្នាំពេកវាលហែកអស់ទៅកិច្ចសន្យារវាងប្រជាពលរដ្ឋដែលជាម្ចាស់ជាមួយនឹងអ្នកកាន់ការងារស្រុកទេសដែលជាតំណាងមន្ត្រីឈ្នួលប្រជាពលរដ្ឋកិច្ចសន្យាសង្គមធំ3ចំណុចទី1រដ្ឋត្រូវរៀបចំសម្ដាប់ធ្នាប់សាធារណៈកុំឲ្យមានភាពអញ្ញែញ៉ៃអាហ្នឹងកាតព្វកិច្ចកិច្ចសន្យាសង្គមដែលធ្វើរវាងប្រជាពលរដ្ឋជាម្ចាស់ប្រទេសនិងរដ្ឋប៉ុន្តែយូរឆ្នាំពេកវាលហែកកដាស់អស់ទៅតែជំនាន់នោះគ្មានកដាស់សរសេរផងតែនិយាយគ្នាបើគេហៅកិច្ចសន្យាសង្គមហ្នឹងរដ្ឋត្រូវរៀបចំសម្ដាប់ធ្នាប់សង្គមកាតព្វកិច្ចរបស់រដ្ឋតែរដ្ឋមិនធ្វើប្រជាពលរដ្ឋមានសិទ្ធិទម្លាក់វិញបានប្រជាពលរដ្ឋនៅជាម្ចាស់ទៅដល់ណាក៏ប៉ុន្តែអាចទម្លាក់បានលោកតាតែកុំមានអង្គរៈធ្វើមិនក៏ដោយកុំឲ្យប្រព័ន្ធហ្នឹងលោកដៃទាំងអស់តែលោកដៃទាំងអស់ប្រជាពលរដ្ឋប្រើសិទ្ធិបានទេហើយជួយគិតទាំងអស់គ្នាហើយជួយចូលរួមធ្វើណាកាតព្វកិច្ចទី1របស់រដ្ឋកាតព្វកិច្ចរបស់រដ្ឋមាន3ទី1គឺត្រូវរក្សាសម្ដាប់ធ្នាប់ដើម្បីឲ្យមនុស្សរស់នៅស្រួលពីព្រោះបើសិនណាជាយើងគ្មានត្រូវការរស់នៅឲ្យមានសម្ដាប់ធ្នាប់ទេមិនបាច់បង្កើតរដ្ឋមកទេនាំមកបាក់បងប្អូននៅវិស័យប៉ុន្តែយើងត្រូវរស់នៅមានសម្ដាប់ធ្នាប់ពីព្រោះមានអ្នកខ្លះធ្វើចោលដល់អញ្ចឹងក៏បានរស់ណាមុខងាររបស់រដ្ឋកើតមានឡើងដោយមានកិច្ចសន្យាសង្គមទី1គឺរដ្ឋត្រូវរៀបចំសម្ដាប់ធ្នាប់សង្គមទី2ប្រជាពលរដ្ឋនៅលើទឹកដីនោះមានសម្បត្តិគេហៅសម្បត្តិជាតិហ្នឹងមានសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិសម្បត្តិវប្បធម៌មានអីខ្លះមានប្រាសាទមានអក្សរសាស្ត្រមានប្រពៃណីទំនៀមទម្លាប់ដែលបង្ហាញអំពីអត្តសញ្ញាណជាតិមួយរដ្ឋត្រូវការពារសម្បត្តិជាតិទាំងសម្បត្តិវប្បធម៌ទាំងសម្បត្តិធម្មជាតិថែរក្សាផងកែច្នៃផងមើលទៅសម្បត្តិវប្បធម៌ណាដែលវាមិនរីកចម្រើនដូចជាប្រពៃណីទំនៀមទម្លាប់រដ្ឋត្រូវកែលម្អមានទួនាទីកែលម្អផងអភិរក្សផងសម្បត្តិធម្មជាតិដូចជាព្រៃឈើរ៉ែបឹងបួររដ្ឋត្រូវមានសិទ្ធិការពារកែច្នៃអភិរក្សធ្វើមិនក៏ដោយឲ្យផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋអត់មានយកទៅណាបងប្អូនត្រូវចងចាំណាតិចគឺនាំគ្នាយកអំណាចប្រជាពលរដ្ឋទៅតែងតាំងនាំគ្នាធ្វើឯកឧត្តមស្ងំស្ងៀមតែទៅតែងតាំងឯកឧត្តមគ្មានប្រយោជន៍អីសម្រាប់ប្រជាពលរដ្ឋទៀតថាគុំតែងឯកឧត្តមអាវ៉ាអត់មានប្រយោជន៍អីសម្រាប់អញទេសិទ្ធិដែលអញបានផ្ដល់ទៅឲ្យឯងគឺក្នុងន័យបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់តែងស្អីក៏ដោយឲ្យតែវាជាប្រយោជន៍របស់អ្នកដឹកនាំមិនមែនជាប្រយោជន៍របស់ប្រជាពលរដ្ឋមានសិទ្ធិទាមទារតែហ្មងអត់ធ្វើអញ្ចឹងបានទេពីព្រោះអញឲ្យសិទ្ធិនេះឯងទៅធ្វើនេះគឺដើម្បីប្រយោជន៍របស់អញទេនាំគ្នាយកទៅតែងតាំងជាអនុក្រឹត្យឡើងអានេះនោះហៅគ្នាឯកឧត្តមយូរអញនាំគ្នាហៅឯងឯកឧត្តមដែរឃើញឯងមកអញខ្លាចឯងធ្វើអញ្ចឹងមិនកើតទេអីកុំយកទៅតែងតាំងគ្នាអញ្ចឹងប៉ុន្តែមុននឹងត្រឡប់សង្គមអញ្ចឹងបានទោះតែត្រឡប់ក្នុងក្បាលយើងសិនដើម្បីកែសង្គមទាំងមូលទោះតែកែយើងម្នាក់ដើម្បីកែយើងម្នាក់ទោះតែកែការយល់របស់យើងម្នាក់ជាមុនសិនគេមិនមែនជាមេដឹកនាំទេជាអ្នកដឹកនាំមានន័យថាអ្នកនាំអាចធ្វើមុនណាប៉ុន្តែក្នុងសង្គមប្រជាធិបតេយ្យគាត់នាំអាចទេណាមិនសម្រាប់ឯងណាអូម៉ាខ្ញុំថាក្នុងភូមិយើងនេះអត់វត្តទេខ្ញុំនាំអាចធ្វើវត្តប៉ុន្តែមិនមែនមកដល់សកលក្បាលគេថាត្រូវតែធ្វើទេណាយកមកជំនុំហៅប្រជាពលរដ្ឋក្នុងភូមិមកឥឡូវគួរធ្វើវត្តតែខ្ញុំនាំអាចធ្វើណាឥឡូវធ្វើមិនចេញខ្ញុំបញ្យល់ចេះទៅបោះឆ្នោតគ្រប់គ្រង 50% បូក1អានឹងហៅគេហៅអ្នកដឹកនាំដល់ពេលមេដឹកនាំឬថ្នាក់ដឹកនាំសេរីត្រួតត្រាទេអានឹងគេប្រើក្នុងសង្គមផ្ដាច់ការថ្នាក់ដឹកនាំរបស់គណៈបកសិទ្ធិមនុស្សចុះទៅជួបប្រជាពលរដ្ឋជាម្ចាស់អាណត្តិចុះទៅជួបមិនទៅហ្មងទៅអ្នកដឹកនាំគណៈបកសិទ្ធិមនុស្សតំណាងគណៈបកសិទ្ធិមនុស្សទៅដើរស្មើគ្នាហ្នឹងទៅហ្មងដើរត្រង់គុំថ្នាក់ហើយចុះអាថ្នាក់ជាន់ហ្នឹងគឺសត្វតាពួកផ្ដាច់ការទាំងអស់ក្នុងសង្គមប្រជាធិបតេយ្យទាំងអស់គ្នាធ្វើការដើម្បីទាំងអស់គ្នាដូចជាយើងជាម្ចាស់ក្រុមហ៊ុនមួយចឹងណាទាំងអស់គ្នាចូលភាគហ៊ុនមករកស៊ីដល់រកស៊ីចឹងទៅវាត្រូវមានអាណាជាតំណាងក្រុមហ៊ុនណាអាណាជាគណនេយ្យអាណាជាអីបោះឆ្នោតឲ្យយើងរៀបចំប្រជាពលរដ្ឋធ្វើការទាំងអស់គ្នាក្នុងក្រុមហ៊ុនទាំងអស់គ្នាណាអ្នកខ្លះធ្វើនេះអ្នកខ្លះធ្វើនោះទៅមិនមែ
មែនជាអ្នកជួតាយើងទាំងអស់គ្នាធ្វើការទាំងអស់គ្នាដើម្បីប្រយោជន៍ទាំងអស់គ្នាសពថ្ងៃវាមានធ្វើការដើម្បីមេណាគូចាំឲ្យមេចែកបុណ្យចែកស័ក្តិចែកលៀបសក្ការៈអានឹងដែលខុសនៃវិជាធិបតេយ្យបងប្អូនត្រូវយល់ឲ្យតចំណៅនៃអត្ថន័យពិតប្រាកដរបស់វិជាធិបតេយ្យជាមុនសិនបានបងប្អូនអាចរួបរวมគ្នាឈានទៅដល់ការកសាងសង្គមវិជាធិបតេយ្យបានឥឡូវខ្ញុំងាកមករឿងតុល្យភាពអំណាចវិញខ្ញុំនិយាយមិញណាថាបងប្អូនជួលផ្ទះឲ្យគេមានកិច្ចសន្យាក៏ប៉ុន្តែបងប្អូនជ្រើសរើសអ្នកដឹកនាំកាន់ការងារស្រុកទេមានកិច្ចសន្យាសង្គម3ខ្ញុំនិយាយរួចហើយមិញ1គឺថែរក្សាសម្បត្តិធ្នាប់ទី2គឺថែរក្សាសម្បត្តិវប្បធម៌ជាតិទាំងសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិដូចជាដីធ្លីរ៉ែព្រៃឈើបឹងបួរនិងជាតួនាទីរបស់រដ្ឋនិងតួនាទីទី3របស់រដ្ឋគឺផ្ដល់សេវានិងសម្ភារៈដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងប្រកបជាមួយនឹងសុខុមាលភាពរដ្ឋត្រូវមានកាតព្វកិច្ចក្នុងការផ្ដល់នេះការអប់រំនេះមួយសាលារៀនមន្ទីរពេទ្យរដ្ឋត្រូវផ្ដល់សេវាអប់រំសេវាសុខភាពរដ្ឋមានកាតព្វកិច្ចត្រូវតែផ្ដល់ទី2ប្រជាពលរដ្ឋត្រូវការសម្ភារៈក្នុងការរស់នៅសម្ភារៈខ្លះផលិតក្នុងប្រទេសរបស់ខ្លួនសម្ភារៈខ្លះអត់ផលិតក្នុងប្រទេសរបស់ខ្លួនទេដូចទូរស័ព្ទអញ្ចឹងដូចឡានអញ្ចឹងយើងផលិតបានទេអញ្ចឹងរដ្ឋត្រូវធ្វើមិនក៏ដោយឲ្យមានការនាំចេញនាំចូលដើម្បីផ្ដល់ជាសម្ភារៈក្នុងការផ្គត់ផ្គង់ទោះបីជាប្រជាពលរដ្ឋនាំចេញនាំចូលខ្លួនឯងក៏ដោយឯកជននាំចេញនាំចូលក៏ដោយក៏ប៉ុន្តែត្រូវគាំពារដោយរដ្ឋអញ្ចឹងភារកិច្ចត្រូវមាន3ក្នុងកិច្ចសន្យាសង្គមទី1គឺការរៀបចំសម្ដាប់ធ្នាប់ទី2គឺការថែរក្សាសម្បត្តិជាតិទី3គឺការផ្គត់ផ្គង់សេវានិងសម្ភារៈដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះគឺជាកិច្ចសន្យាសង្គមកាលណារដ្ឋមិនបានផ្ដល់អា3នឹងឲ្យយើងជាម្ចាស់ដដែលដូចយើងជួលផ្ទះអញ្ចឹងណាកិច្ចសន្យាមិនត្រូវបានបំពេញទម្លាក់ចោលកណ្ដាលណាដើម្បីទម្លាក់បានទាល់តែបង្រួមអំណាចរដ្ឋបើគេជួលផ្ទះយើងហើយមានកិច្ចសន្យាថានេះឯងនៅផ្ទះខ្ញុំមកជួលស្រាប់តែកែផ្ទះខ្ញុំវាយក្រោផ្ទះខ្ញុំបំផ្លាញផ្ទះខ្ញុំឬជួលឲ្យអ្នកណាបន្តខុសពីកិច្ចសន្យាយើងអាចរើសកិច្ចសន្យាបានក្នុងកិច្ចសន្យាគេនិយាយអញ្ចឹងថាយើងមានសិទ្ធិរើសបានក៏ប៉ុន្តែបើសិនជាអ្នកជួលផ្ទះយើងមានអង្គរៈឡើងពោពាសយើងមិនអាចប្រើសិទ្ធិបានទេដូចគ្នាប្រជាពលរដ្ឋមានកិច្ចសន្យាជាមួយរដ្ឋាភិបាលគេហៅថាកិច្ចសន្យាសង្គមពីព្រោះតែធ្វើយូរយារណាស់មកហើយប្រជាពលរដ្ឋអាចរើសកិច្ចសន្យានៅពេលណាក៏បានដែរកាលណារដ្ឋាភិបាលមិនគោរពកិច្ចសន្យាដើម្បីរើសបានទាល់តែបង្រួមអំណាចរដ្ឋធ្វើម៉េចកុំឲ្យរដ្ឋនឹងខ្លាចទៅជាឧបករណ៍មួយសម្រាប់ជិះជាន់ប្រជាពលរដ្ឋទៅតាមបំណងរបស់ខ្លួនបំណងឯកជនរបស់ខ្លួនឧបមាសប្ថ្ងៃហ្នឹងមើលគ្រាន់តែការផ្ទះលោកណាមួយខ្ញុំពលិសទៅហ៊ានទៅពាត់ទាំងអស់អានឹងយកពលិសយកទៅហ៊ានទៅប្រើឯកជនហ្នឹងណាបើស្នាគេចង់ចាប់យើងអត់ខុសក៏ដោយឧបមាដីយើងមិនព្រមចេញគេប្រើពលិសទៅចាប់យើងឥឡូវហ្នឹងវាមិនមែនជាឧបករណ៍របស់រដ្ឋទេវាទៅជាឧបករណ៍របស់ឯកជនសម្រាប់បំណងឯកជនហ្នឹងមកពីអីថាមកពីប្រព័ន្ធហ្នឹងវាប្រមូលផ្ដុំអំណាចដោយនៅសៀមថាក់ស៊ីនចង់ក្រាញអំណាចប៉ុណ្ណឹងរួចពលរដ្ឋថាធម្មនុញ្ញគេច្បាប់គេមិនអនុញ្ញាតឲ្យថាក់ស៊ីនហ្នឹងតែងតាំងប៉ូលីសតែងតាំងទាហានហើយយើងមើលសប្តាហ៍មើលមេប៉ូលីសមេទាហានមេប៉ូលីសហ្នឹងគឺអគ្គនគរបាលជាតិមេទាហានហ្នឹងគឺអគ្គសេនាធិការកងទ័ពជាតិមិនត្រឹមតែអគ្គសេនាធិការកងទ័ពជាតិទេឧត្តមសេនីយ៍ស្នងការខេត្តស្នងការអីសិតតែខ្សែលហោបាក់ពួកទាំងអស់បណ្ដាញហ្នឹងយើងអត់ខុសសោះគេមកចាប់យើងក៏បានបើគេចង់ចាប់បើគេមិនចង់ចាប់ក៏រស់ទៅអាហ្នឹងម្ចាស់ហ្នឹងយើងទម្លាក់គេបានកាលណាគេធ្វើខុសកិច្ចសន្យាសង្គមទាំង3នេះកងត្រារបស់យើងទាំង3លុះត្រាតែប្រជាពលរដ្ឋមានអំណាចតែខ្ញុំនិយាយមិញថាអំណាចជាស្អីអំណាចគឺជាសមិទ្ធផលនៃប្រព័ន្ធ check and balance គឺរដ្ឋាភិបាលហើយនឹងប្រជាពលរដ្ឋមានអំណាចស្មើគ្នាគេគ្រាន់តែប្រាប់ប៉ុណ្្នឹងឯណាគេថាធ្វើមិនក៏ដោយអ្នកអញចង់រៀបចំប្រព័ន្ធយ៉ាងម៉េចក៏ដោយធ្វើមិនឲ្យរដ្ឋាភិបាលជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសហ្នឹងមានតុល្យភាពអំណាចនឹងគ្នាបងប្អូនមិនមែនបោះឆ្នោតប្រគល់អំណាចទៅឲ្យគេទេបងប្អូនបោះឆ្នោតប្រគល់ភារកិច្ចឬក៏អាចនិយាយថាប្រគល់សិទ្ធិអំណាចនៅតែជារបស់បងប្អូនភាពជាម្ចាស់នៅតែជារបស់បងប្អូនកាលណាគេធ្វើខុសកិច្ចសន្យាសង្គមបងប្អូនអាចមានមូលហេតុត្រឹមត្រូវក្នុងការទម្លាក់គេទៅវិញបានពីព្រោះអញនៅតែជាម្ចាស់ប៉ុន្តែសប្តាហ៍គាត់ថាអំណាចឲ្យតែគេអស់ហើយថ្ងៃបោះឆ្នោតនោះចាំញ៉ាំទៅអូននឹងអំណាចទេណាបើតាជាគ្រាន់តែមានសិទ្ធិបោះឆ្នោតហ្នឹងថាប្រជាពលរដ្ឋមានអំណាចអញ្ចឹងប្រជាពលរដ្ឋភូមិមានហ្នឹងមានអំណាចដែរចុះទៅបោះឆ្នោតវិញមានអំណាចដែរចុះអញ្ចឹងគេមិនហៅរដ្ឋាភិបាលភូមិមានថាជារដ្ឋាភិបាលផ្ដាច់ការរដ្ឋាភិបាលយោធាធ្វើអីចុះឲ្យតែប្រទេសណាប្រជាពលរដ្ឋមានការបោះឆ្នោតថាប្រជាពលរដ្ឋមានអំណាចអីចុះហើយគាត់និយាយថាមកពីប្រជាពលរដ្ឋហ្នឹងមិនចេះប្រមូលផ្ដុំគ្នាបង្កើតជាអំណាចឲ្យធំឡើងហើយចុះប្រជាពលរដ្ឋភូមិមានមិនប្រមូលផ្ដុំគ្នានោះបោះឆ្នោតឲ្យអង្គសានស៊ូជីជាប់ជាង80%ប៉ុន្តែសួរថាហេតុអ្វីបានជាអង្គសានស៊ូជីហ្នឹងគាត់មិនបានកាន់ការងារស្រុកទេដោយចាំតាក់ប្រជាពលរដ្ឋដែលទុកចិត្តគាត់ថាមកតែពីប្រជាពលរដ្ឋអត់អំណាចហ្នឹងមកពីអំណាចប្រមូលផ្ដុំហ្នឹងព្រោះតែអំណាចប្រមូលផ្ដុំហ្នឹងហើយបានជាគេហៅថារដ្ឋាភិបាលយោធាហ្នឹងបងប្អូនប្រចាំណាពីភាពជាម្ចាស់ប្រជាពលរដ្ឋជាម្ចាស់ប្រទេសឲ្យយល់កន្លែងហ្នឹងណាគ្មានពីណាធំជាងប្រជាពលរដ្ឋទេលោកនាយករដ្ឋមន្ត្រីគាត់អាចបង្កើតកងទ័ពហ្នឹងហើយអំណាចចុះប្រជាពលរដ្ឋម្ចាស់អាកងទ័ពហ្នឹងទៀតម្ចាស់លើហ្នឹងទៀតប្រជាពលរដ្ឋណាបើប្រជាពលរដ្ឋមិនឲ្យបង្កើតអត់បានទេបង្កើតយ៉ាងម៉េចក៏ដោយកុំឲ្យខ្លាយទៅជាឧបករណ៍ជិះជាន់ប្រជាពលរដ្ឋវិញអញ្ចឹងនៅស្រុកគេប្រាប់រូបមន្តថាធ្វើមិនក៏ដោយឲ្យមានតុល្យភាពរវាងអ្នកកាន់ការងារស្រុកទេដែលប្រជាពលរដ្ឋជួលទៅជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់គេគាត់ថាប្រាប់ប៉ុណ្ណឹងតុល្យភាពអំណាចត្រង់នេះឯងធ្វើប្រព័ន្ធយ៉ាងម៉េចធ្វើទៅអ៊ំមកតែជីងអញ្ចឹងមកខាងគេដាក់10គីឡូខាងប្រជាពលរដ្ឋតែ3គីឡូអា10គីឡូវាស្កត់អ្នកឯងធ្វើមិនទៅឲ្យវាមានតុល្យភាពពីរហ្នឹងអ្នកឯងចង់កាត់អនុចេញខ្លះយកមកដាក់អាខាងនេះក៏បានអ្នកឯងចង់ទៅរើដុំថ្ម 4-5 យកមកដាក់អាខាងស្រាលឲ្យទៅជាធ្ងន់ក៏បានធ្វើមិនក៏ដោយឲ្យមានតុល្យភាពអំណាចអ្នកឯងធ្វើមិនក៏ដោយ
គាត់ប្រាប់ជារូបមន្តអញ្ចឹងហើយបានក្រុមយើងបង្កើតជាយន្តការ8ចំណុចឡើងដើម្បីបង្រួមអំណាចរដ្ឋឲ្យប្រជាពលរដ្ឋមានអំណាចបងប្អូនដឹងទេនៅស្រុកខ្មែរសប្តាហ៍ច្បាប់ទាំងឡាយដែលតែងឡើងដោយតំណាងបកនៅក្នុងរដ្ឋសភាណាក្នុងគោលដៅចងរឹតរួតម្ចាស់ប្រទេសទាំងអស់ក្នុងគោលដៅចងរាជទាំងអស់រឹតរួតអស់លេងរៀនហ្នឹងហើយជារូបមន្តអ្នកប្រាជ្ញធំលើពិភពលោកគេថាម៉េចទេកុំភ័យពេករឿងរៀននោះកុំភ័យពេកបើគាត់ក្បត់ជាតិគាត់រត់ក្បាលអ្នកតារត់ពន្ធគ្រឿងញៀនមិនងាប់ជាតិទេក៏ប៉ុន្តែបើអ្នកដឹកនាំប្រទេសក្បត់ជាតិវិញងាប់លៀនមើលតតមើលកូរ៉េខាងជើងមើលសប្តាហ៍ហ្នឹងពួកប្រជាជននេះមើលគុយបាមើលភូមិមើលឲ្យតែរដ្ឋអំណាចក្បត់ប្រជាពលរដ្ឋខ្លួនឯងងាប់លៀនដូច្នេះច្បាប់ត្រូវបុកសម្រុកទៅចងរដ្ឋាភិបាលមុនគេបំផុតប៉ុន្តែត្រូវធ្វើឡើងដោយតំណាងនេះឥឡូវតំណាងនេះវាអត់មានតំណាងបកពីណាអ្នកធ្វើឲ្យច្បាប់ទាំងអស់ត្រូវបុកសម្រុកទៅចងអ្នកកាន់ការងារស្រុកទេពីព្រោះអ្នកនំក្បត់ប្រទេសជាតិវិញងាប់រេលយើងមិនថារដ្ឋាភិបាលយើងក្បត់ជាតិទេណាក៏ប៉ុន្តែបើសំណាជារដ្ឋាភិបាលនៃប្រទេសណាមួយក៏ដោយបើគាត់ក្បត់នឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្លួនឯងងាប់រេលហ្មងពីព្រោះអីពីព្រោះគាត់ចង់ល្អក៏ល្អតែគាត់ចង់មិនល្អក៏ហើយទៅនៅស្រុកគេដែលប្រជាធិបតេយ្យគេចងនាយករដ្ឋមន្ត្រីជាប់ណាអ្នកឯងចង់អាក្រក់មួយប្រជាពលរដ្ឋគាត់បានទេសប្តាហ៍ច្បាប់ទាំងអស់ដែលតែងឡើងដោយតំណាងបកនៅក្នុងរដ្ឋសភាហ្នឹងសម្រុកទៅចងនេះអត់មានច្បាប់ណាចងនាយករដ្ឋមន្ត្រីសោះឥឡូវយើងយកការយល់ដឹងរបស់ប្រជាពលរដ្ឋពំនាំគ្នាធ្វើម៉េចឲ្យបាន50%បូក1ទៅចងនាយករដ្ឋមន្ត្រីនោះនាយករដ្ឋមន្ត្រីណាក៏ដោយទី1ដើម្បីពង្រឹងអំណាចរដ្ឋត្រូវកំណត់អាណត្តិនាយករដ្ឋមន្ត្រីដើម្បីធ្វើឲ្យប្រព័ន្ធ check and balance តុល្យភាពអំណាចរវាងអ្នកកាន់ការងារស្រុកទេជាមួយនឹងប្រជាពលរដ្ឋទី1នាយករដ្ឋមន្ត្រីត្រូវកំណត់អាណត្តិអត្ថប្រយោជន៍ដើម្បីអ្វីអត្ថប្រយោជន៍នៃការកំណត់អាណត្តិនាយករដ្ឋមន្ត្រីគេលោកបងប្អូនរើសខុសបងប្អូនច្រឡំដៃរើសខុសដល់តែរើសខុសទៅឧបមាថា2អាណត្តិហើយលេខអាណត្តិទី3ដល់អាណត្តិទី3ទៅពេលណាគាត់ដាក់អំណាចជាប់អញ្ចឹងគាត់កាន់កោជបដល់គាត់កាន់កោជបគាត់រៀបចំចាត់ចែងកោជបហ្នឹងឲ្យបោះឆ្នោតអាណត្តិក្រោយឈ្នះទៀតដែរតាំងគាត់ថាខ្ញុំចង់ចុះដែរបងប្អូនតែមិនដឹងធ្វើម៉េចបងប្អូនបោះឆ្នោតដល់ខ្ញុំនៅទៀតទៅបើឈឺយើងយ៉ាងទៀតណាប៉ុន្តែតាមពិតបោះឆ្នោតហ្នឹងគាត់អូកណាយគាត់រៀបចំឡើងឯងដល់ពេលអញ្ចឹងយើងដាក់អាណត្តិ2អាណត្តិដាក់យ៉ាងពិតអត់ឲ្យញ៉ាំឈរទេបើថាប្រទេសយើងវាស្រួលដោយប្រទេសគេចាំ4 10 20ឆ្នាំក្រោយកូនចៅយើងជំនាន់ក្រោយវាកែទៀតទៅប៉ុន្តែស្ថានភាពចាក់ដៃត្រូវឲ្យ2អាណត្តិសិនពីព្រោះនាយករដ្ឋមន្ត្រីមានអាណត្តិនេះអត់ទៅមានប្រទេសណាមានទេមានថៃក៏ទំបង្កើតដែរច្រើនតែរដ្ឋាភិបាលធិបតីពីព្រោះនាយករដ្ឋមន្ត្រីស្រួលតម្លាក់ណាស់ដល់រដ្ឋសភាណារដ្ឋសភាបើស្នាជាយើងមានតំណែងរបស់ប្រជាពលរដ្ឋពិតប្រាកដក្នុងរដ្ឋសភានាយករដ្ឋមន្ត្រីងាយតម្លាក់ណាស់ស្រួលតម្លាក់ណាបើប្រធានាធិបតីបោះឆ្នោតដោយប្រជាពលរដ្ឋគាត់តែប្រជាពលរដ្ឋតម្លាក់មកវិញក៏បានតម្លាក់ណាស់ពីព្រោះគ្នាវាច្រើនអញ្ចឹងប្រធានាធិបតីគេច្រើនតែកំណត់អាណត្តិចំណែករបបសភានិយមតែនាយករដ្ឋមន្ត្រីត្រូវបានជ្រើសតាំងដោយរដ្ឋសភាគេមិនទៅកំណត់អាណត្តិទេក៏ប៉ុន្តែវាជាក់ស្ដែងក្នុងប្រទេសមួយអ្នកឯងធ្វើមិនធ្វើទៅវាមិនមែនកលាប់ឡានទេដាក់នាយករដ្ឋមន្ត្រីមានអាណត្តិមិនដែលកលាប់ឡានទេតែនេះគេសួរប្រទេសណាខ្លះមានខ្ញុំគិតពីប្រទេសណាមានគិតថាអញធ្វើតាមប្រទេសអញឲ្យគេយកទៅតាមវិញពីព្រោះច្បាប់ទាំងអស់មនុស្សអ្នកបង្កើតទេឥឡូវខ្មែរធ្វើច្បាប់មួយថ្មីសម្រាប់ឲ្យគេយកតាមវិញបាននាយករដ្ឋមន្ត្រីនឹងមានអាណត្តិវាកលាប់ឡានយ៉ាងម៉េចធ្វើវាមិនកើតទេយ៉ាងម៉េចមកពីគេចង់កាន់មួយជីវិតឥឡូវយើងដាក់អាណត្តិនាយករដ្ឋមន្ត្រីដើម្បីក្រែងលោគាត់ខូចគាត់មិនចង់ចោះគាត់ថាណាត់ក្រោយខ្ញុំញ៉ាំទៀតហើយអញ្ចឹងយើងមិនដឹងធ្វើម៉េចដាក់អាណត្តិឲ្យគាត់តែហ្មងតែ2អាណត្តិទេហើយអាណត្តិរបស់យើងស្រាប់តែយើងទៅអាណត្តិ4ឆ្នាំក៏បានបោះឆ្នោតម្ដងឬក៏5ឆ្នាំ6ឆ្នាំក៏បានស្រាប់តែយើងទេប៉ុន្តែជាទូទៅ4ឆ្នាំឬ5ឆ្នាំពិភពលោកគេធ្វើអញ្ចឹងយើងដាក់ឲ្យគាត់2អាណត្តិយ៉ាងច្រើនបំផុត10ឆ្នាំដល់ពេលដែលគាត់ត្រូវទៅចុះយើងត្រូវដាក់អាណត្តិនាយករដ្ឋមន្ត្រី2អាណត្តិឧទាហរណ៍ណាស្រាប់តែដល់អាណត្តិឲ្យគាត់មិនចុះវាមានបញ្ហាទៀតដល់អាណត្តិហើយច្បាប់គេឲ្យគាត់ចុះគាត់មិនចុះយើងដាក់ទំនួលខ្លួនយើងមើលថាហេតុអ្វីគាត់មិនចុះណោះហេតុអ្វីអូគាត់អានកងអង្គរៈគាត់មានកងអង្គរៈគាត់រាប់ពាន់នាក់មានអាធំមានអាតូចមានអាកងពិសេសចាំវាយក្រោយគេអីណាគាត់មានកងអង្គរៈគាត់ច្រើនពេកអូអញ្ចឹងដឹងណាយន្តការទី2ហាមមិនឲ្យនាយករដ្ឋមន្ត្រីបង្កើតកងអង្គរៈដោយខ្លួនឯងពីព្រោះយើងជានីតិបញ្ញត្តិប្រជាពលរដ្ឋជាម្ចាស់ប្រទេសគាត់បញ្ញត្តិច្បាប់យើងជាអ្នកបញ្ញត្តិប៉ុន្តែពីដើមប្រជាពលរដ្ឋមានចំនួនតិចបញ្ញត្តិបានដល់ពេលប្រជាពលរដ្ឋមានចំនួនច្រើនអាបញ្ញត្តិហ្នឹងត្រូវបានផ្ដល់ទៅឲ្យអ្នកតំណាងរាស្ត្រក៏ប៉ុន្តែគាត់ថ្ងៃវាអត់មានតំណាងរាស្ត្រវាមានតែតំណាងបកអញ្ចឹងយើងនិយាយជារូបមន្តកាលណាយើងមានតំណាងរាស្ត្រយើងឲ្យតំណាងរាស្ត្ររបស់យើងតែងច្បាប់អញ្ចឹងហើយតំណាងរាស្ត្ររបស់យើងគាត់តែងហើយពីព្រោះគាត់ខ្លាចរាស្ត្រអាណត្តិក្រោយគាត់ឲ្យយើងបោះឆ្នោតឲ្យទៀតគាត់ធ្វើតាមយើងហើយគាត់ធ្វើតាមតែម្ចាស់គាត់ទេសប្តាហ៍តំណាងបកឯនោះម្ចាស់គាត់ឯបកនោះអញ្ចឹងបានគាត់អត់ធ្វើតាមយើងទេដល់ពេលយើងមានតំណាងរាស្ត្រតែបោះដល់យើងរួចតម្លាក់វិញដល់យើងណាយើងឲ្យតំណាងរាស្ត្ររបស់យើងតែងច្បាប់នាយករដ្ឋមន្ត្រីមិនត្រូវបង្កើតកងអង្គរៈដោយខ្លួនឯងទេខ្លាចគាត់បង្កើតច្រើនពេកដល់ពេលណាគាត់បង្កើតច្រើនពេកវាមិនមែនទៅជាឧបករណ៍ការពារអំពើស្របច្បាប់របស់នាយករដ្ឋមន្ត្រីវាទៅជាដើម្បីបង្កើតម្ចាស់ប្រទេសវិញវាបាត់អតុល្យភាពអំណាចអញ្ចឹងយើងសួរថាបើនាយករដ្ឋមន្ត្រីមិនឲ្យមានកងអង្គរៈសួរថាតើគាត់អាចដើរទៅណាបានដែរទេយើងដាក់សំណួរសួរទៅវិញថាតើកងអង្គរៈបង្កើតមកក្នុងគោលបំណងអ្វីក្នុងស្មារតីអ្វីថាក្នុងស្មារតីដើម្បីការពារនាយករដ្ឋមន្ត្រីកុំឲ្យទៅណាគេបាញ់គាត់ការពារសន្តិសុខគាត់ពេលណាគេដាក់ស្មារតីមកឲ្យយើងអញ្ចឹងស្រួលគិតថាអូបង្កើតកងអង្គរៈមកដើម្បីការពារលោកនាយករដ្ឋមន្ត្រីគេលោកគាត់ទៅណាគេបាញ់គាត់ទេការពារសន្តិសុខគាត់ទេស្រួលតែអញ្ចឹងខ្ញុំស្មានតែបង្កើតកងអង្គរៈទុកបក្រាបខ្ញុំបើបង្កើតកងអង្គរៈទុកបក្រាបខ្ញុំតើលោកនាយករដ្ឋមន្ត្រីរើសខ្លួនឯងបានបក្រាបខ្ញុំបានបើត្រឹមតែការពារលោកនាយករដ្ឋមន្ត្រីទេកងអង្គរៈបង្កើតមកពីខ្ញុំវិញច
ចាំខ្ញុំជាម្ចាស់ប្រទេសយកមកការពារលោកអ្នកទៅវិញលោកអ្នកជាតំណាងឲ្យខ្ញុំជាទូទៅយើងឲ្យរដ្ឋាភិបាលបញ្ជូនមកពលរដ្ឋាភិបាលនៅខាងយើងហើយឲ្យរដ្ឋាភិបាលបង្កើតប្រធានអង្គរៈណាមួយទៅរួចហាត់ជាកងអង្គរៈទៅយ៉ាងច្រើនដាក់20-30នាក់ច្រើនយកមកការពារទាំងលោកនាយករដ្ឋមន្ត្រីការពារផងសហការជាមួយនឹងប៉ូលីសយុត្តិធម៌ចាប់លោកនាយករដ្ឋមន្ត្រីផងកាលណាលោកនាយករដ្ឋមន្ត្រីធ្វើខុសមានដីកាពីតុលាការដល់ពេលអញ្ចឹងលោកនាយករដ្ឋមន្ត្រីខ្លាចច្បាប់ដល់យើងអញ្ចឹងអត់ហ៊ានចេះធ្វើណាមិនឃើញកូនកំមុំអាណាស្អាតក្នុងទូទួចេះតែសម្លឹងឆ្លក់ទឹកមាត់ទៅយកស្មានណាក៏បានដែរអត់ទេណាឆ្លក់ទឹកមាត់ទៅងាប់ទៅក៏អត់ហ៊ានទៅដែរបើតាណាជានាយករដ្ឋមន្ត្រីអំណាចពោលពីហ่ะមើលទៅទាំងហ្នឹងតែអញខ្ជិលអញណាត់វាឲ្យរស់ទៅបើអញចង់យកបាននេះអាហ្នឹងយើងហៅថាបច្ចាស់ប្រទេសរស់នៅក្រោមឆន្ទៈរបស់គេក៏ប៉ុន្តែរស់នៅក្រោមសំណាញ់ច្បាប់ទាំងអស់គ្នានាយករដ្ឋមន្ត្រីស្រឡាញ់នាងនឹងឆ្លក់ទឹកមាត់ទៅងាប់ក៏ដោយក៏ទៅមិនរួចដែរទៅមិនរួចពេលព្រោះអង្គរៈនៅជុំវិញនេះជាអង្គរៈបញ្ជូនឲ្យយើងការពារលោកនាយករដ្ឋមន្ត្រីតែលោកនាយករដ្ឋមន្ត្រីធ្វើខុសគេផ្ដឹងចូលតុលាការហ៊ានកាត់ទោសឲ្យពីព្រោះអីពីព្រោះលោកនាយករដ្ឋមន្ត្រីលោកដៃទៅដល់តុលាការអត់បានពេលណាកាត់ក្តីមានសារក្រមតុលាការប៉ូលីសយុត្តិធម៌សហការជាមួយកងអង្គរៈប្រើសារក្រមរបស់តុលាការចាប់នាយករដ្ឋមន្ត្រីដាក់គុកដូចនៅស្រុកគេចឹងនេះជាវិធានការធ្វើឲ្យមានតុល្យភាពអំណាចដែលរួចបានកំណត់ឡើងដោយប្រជាពលរដ្ឋនៃប្រទេសនោះទី3នាយករដ្ឋមន្ត្រីត្រូវឲ្យរស់នៅក្នុងផ្ទះដែលរដ្ឋផ្ដល់ឲ្យអត្ថប្រយោជន៍ដើម្បីអ្វីបងប្អូនហើយផ្ទះនាយករដ្ឋមន្ត្រីយើងមិនដែលដឹងទេបរិវេណធំណាស់មិនដឹងជាមានអមរៈមិនដឹងជាមានលក្ខភ្លើងដល់កម្រិតណាទេវាមិនដឹងយើងជាម្ចាស់ប្រទេសណាយើងភ័យយើងខ្លាចយើងជាអ្នកបញ្ញត្តិច្បាប់ឲ្យលោកនាយករដ្ឋមន្ត្រីជាអ្នកប្រតិបត្តិឥឡូវយើងអត់បញ្ញត្តិគេបញ្ញត្តិឲ្យគេឲ្យតំណាងបករបស់គេបញ្ញត្តិច្បាប់ទាំងអស់ចងរៀងទាំងនាយករដ្ឋមន្ត្រីយើងអត់ដឹងមានអមរៈឬមានកំភ្លើងប្រមាណបងលាក់កងអង្គរៈកន្លែងណាធំយ៉ាងហ្នឹងហើយនាយករដ្ឋមន្ត្រីហ្នឹងយើងនិយាយជាទូទៅនាយករដ្ឋមន្ត្រីណាក៏ដោយយើងមិនអនុញ្ញាតឲ្យធ្វើអញ្ចឹងទេយើងជាម្ចាស់ប្រទេសយើងធ្វើកិច្ចសន្យាឲ្យអ្នកឯងយើងបញ្ញត្តិច្បាប់ឲ្យអ្នកឯងធ្វើអញ្ចឹងត្រូវធ្វើផ្ទះឲ្យលោកនាយករដ្ឋមន្ត្រីនៅស្រួលយើងមើលផ្ទះហ្នឹងថាក្រមហ្នឹងវាមានស្អីខ្លះអីអង្គរៈយើងការពារលោកនាយករដ្ឋមន្ត្រីហ្នឹងស្រួលហ្មងថ្ងៃបោះឆ្នោតទុកលោកនាយករដ្ឋមន្ត្រីនៅទៅនឹងក៏អាចចេញណាមកចេញចាំប្រកាសលទ្ធផលឆ្នោតអីសពគ្រប់អីហើយមាននាយករដ្ឋមន្ត្រីថ្មីចាំចេញក៏អាចចេញទៅណាទុកលោកនាយករដ្ឋមន្ត្រីនៅនឹងសិនហើយដល់ពេលគាត់ដាច់រឿងដាច់គោលចុះគាត់ហ៊ានទេស្ដាំហ៊ូសេនកាលទេណាហ៊ានប្រចាំមួយអាមេរិកកាំងពីព្រោះអីមានអំណាចដល់ពេលគាត់អស់អំណាចនៅសល់តែថ្មិញគេលូកខ្វេះកកាយក្នុងមាត់ក៏មិនហ៊ានខាងបងមិនក៏ការទៀតទៅមកវាអត់តែស្អីកាងពីខាងក្រោយមិនការកើតមនុស្សកើតប៉ុណ្ណាក៏ដោយក៏អត់មានកម្លាំងកាងពីក្រោយមិនហ៊ានការទេណាអាងអានោះមិនមានអានោះពីក្រោយមកកុំថាគេលូកក្បាលមាត់គាត់ដាក់ដៃក្បាលមាត់ទៅបាក់ខាំមកលើអាងអាក្រោយនោះយកអាក្រោយអស់គេលូកដល់ក្នុងមាត់ក៏មិនហ៊ានកាំដែរចឹងបានយើងក៏ដូចគ្នាដែរយន្តការទី3របស់យើងគឺឲ្យនាយករដ្ឋមន្ត្រីនៅក្នុងផ្ទះដែលផ្ដល់ដោយប្រជាពលរដ្ឋទី4ត្រូវបង្កើតតុលាការរដ្ឋបាលនេះគឺជាយន្តការទាំងអស់ដែលផ្ដើមឆ្ពោះទៅរកការកាត់អំណាចរដ្ឋទាំងអស់ណាមិនមែនចងប្រជាពលរដ្ឋតែយើងធ្វើតែច្បាប់ណាដែលរុញច្រានទៅចងរដ្ឋាភិបាលពីព្រោះរដ្ឋាភិបាលក្បត់ប្រជាពលរដ្ឋងាប់លៀនទី4បង្កើតតុលាការរដ្ឋបាលបងប្អូនដឹងតុលាការរដ្ឋបាលគេកាត់ឡើងសម្រាប់អីទេអត់មានកាត់ឡើងកាត់ក្តីប្រជាពលរដ្ឋទេតុលាការរដ្ឋបាលកាត់ក្តីតែរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីអ្នកធ្វើការងាររដ្ឋទាំងអស់ឲ្យតែលិខិតចេញពីនាយករដ្ឋមន្ត្រីមកគេហៅអនុក្រឹត្យចេញពីរដ្ឋមន្ត្រីគេហៅប្រកាសចេញពីមន្ត្រីក្រសួងនាយកដ្ឋានគេហៅសរាចរសេចក្តីណែនាំសចនក្រសួងមួយមានសចននាយករដ្ឋមន្ត្រីក៏មានសចនដែរសចនអនុក្រឹត្យប្រកាសបទបញ្ជាដីកានេះងាប់ប្រជាពលរដ្ឋណាស់សម្ងាយគឺងាប់ប្រជាពលរដ្ឋហ្នឹងហ្មងយកដីអាណាលើតែសចនមកមិនដឹងជាសចនហ្នឹងច្បាប់វិទ្យាល័យក៏មិនដឹងទេដឹងតែខ្លាចតែហ្មងហួយសចនមកនេះសេចក្តីប្រកាសរបស់ស្វាយខេត្តមកហើយមិនដឹងជារឿងស្អីប្រជាពលរដ្ឋអត់យល់បងប្អូនត្រូវចងចាំថាអ្វីដែលអាចគ្រប់គ្រងប្រទេសបាននឹងមានតែច្បាប់មួយគត់ចាត់ចែងសកម្មភាពរបស់ប្រជាពលរដ្ឋទាំងអស់ទាំងនាយករដ្ឋមន្ត្រីទាំងពលរដ្ឋសាមញ្ញទាំងអស់នៅក្នុងប្រទេសមានតែច្បាប់មួយគត់ដែលអាចគ្រប់គ្រងប្រទេសបានដែលអាចយកទៅឲ្យតុលាការកាត់ក្តីបាននឹងមានតែច្បាប់មួយគត់អនុក្រឹត្យអត់ទេប្រកាសអត់ទេយើងប្រឆាំងជាមួយប្រកាសអត់មានខុសច្បាប់ទេមានតែច្បាប់មួយគត់ហើយច្បាប់ចេញមកពីណាច្បាប់ទម្រង់ដើមមកវាចេញពីប្រជាពលរដ្ឋយើងទាំងអស់គ្នាតែងច្បាប់ដើម្បីទាំងអស់គ្នាដល់ពេលប្រជាពលរដ្ឋមានចំនួនច្រើនដល់ទៅឲ្យអ្នកតំណាងតែងអញ្ចឹងច្បាប់បងប្អូនត្រូវចងចាំច្បាប់ចេញមកតែពីរដ្ឋសភាទេឥឡូវនេះបងប្អូននៅមើលអនុក្រឹត្យចេញពីមាត់នាយករដ្ឋមន្ត្រីប៉ុន្តែគាត់នឹងសេជាกระดาษចេះអនុក្រឹត្យតាមទម្រង់ដើមនៃការតែងច្បាប់មកអនុក្រឹត្យគ្មានអំណាចយកទៅឲ្យតុលាការកាត់ក្តីទេតុលាការមិនអាចផ្អែកទៅលើអនុក្រឹត្យកាត់ក្តីពីណាមួយទេសប្ថ្ងៃចេញមកសប្តាហ៍អនុក្រឹត្យឲ្យរាយបាយគេថាសង្គមផ្ដាច់ការច្បាប់ទាំងអស់ចេញពីមាត់មនុស្សស្រុកប្រជាធិបតេយ្យច្បាប់ចេញពីរដ្ឋសភាប៉ុន្តែរដ្ឋសភាមិនរដ្ឋសភាថ្ងៃហ្នឹងទេណាមិនរដ្ឋសភាតំណាងប៉ែណារដ្ឋសភាដែលជាតំណាងប្រជាពលរដ្ឋបោះឆ្នោតដោយប្រជាពលរដ្ឋទៅលក្ខណៈប្រជាពលរដ្ឋច្បាប់ទាំងអស់ត្រូវចេញមកពីរដ្ឋសភាមានតែច្បាប់ទេដែលគ្រប់គ្រងសកម្មភាពរបស់មនុស្សក្នុងរដ្ឋក៏ប៉ុន្តែឥឡូវនេះអនុក្រឹត្យខ្ញុំឃើញអនុក្រឹត្យមួយនិយាយអំពីការនាំពលករទៅស្រុកក្រៅសញ្ញេដោយព្រះអង្គម្ចាស់នរោត្តម រណរដ្ឋការនៅជាសហនាយករដ្ឋមន្ត្រីជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបងប្អូនដឹងរឿងអនុក្រឹត្យនាំកម្មករទៅក្រៅស្រុកហ្នឹងវាមានទំនាស់ហ៎វាមានទំនាស់រវាងកម្មករជាមួយនឹងសកែទំនាស់ច្រើនណាស់ព្រោះកម្មករសប្តាហ៍ទៅស្រុកក្រៅទៅស្រុកអីមានបញ្ហាច្រើនណាស់វាមានទំនាស់វាមានក្តីក្តាំតែវាមានក្តីក្តាំវាទៅតុលាការហើយតុលាការយកអនុក្រឹត្យទៅកាត់ក្តីល្បិចអនុក្រឹត្យនេះយើងធ្វើប្រឆាំងមួយអនុក្រឹត្យអាណាកាត់ក្តីមិនពីពួកកាត់ក្តីតុលាការ
ការផ្អែកទៅលើច្បាប់ទេច្បាប់ចេញពីរដ្ឋាភិបាលឥឡូវអនុក្រឹត្យមិនមែនតែអនុក្រឹត្យមួយទេអនុក្រឹត្យក៏គ្រប់មុខនីតិតុលាការរដ្ឋបាលនេះនៅស្រុកគេបង្កើតមកមានសមត្ថកិច្ចត្រួតពិនិត្យរាល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរបស់រដ្ឋមន្ត្រីរបស់ចៅហ្វាយខេត្តអីទាំងអស់ដើម្បីត្រួតចោលសេចក្តីសម្រេចណាដែលវាមិនសមស្របជាមួយនឹងច្បាប់អត់អាចយកអនុក្រឹត្យមកគ្រប់គ្រងសកម្មភាពរបស់ប្រជាពលរដ្ឋរួចប្រជាពលរដ្ឋធ្វើខុសយកទៅកាត់ក្តីនៅតុលាការបានទេអត់អាចប្រើអនុក្រឹត្យបានទេបងប្អូនមានតែច្បាប់មួយគត់ដែលគ្រប់គ្រងសកម្មភាពរបស់មនុស្សក្នុងសង្គមហើយច្បាប់ត្រូវតែចេញមកពីរដ្ឋាភិបាលដែលជាតំណាងរបស់ប្រជាពលរដ្ឋបងប្អូនត្រូវចងចាំកន្លែងហ្នឹងសពថ្ងៃអនុក្រឹត្យមានតម្លៃធំធេងណាស់បងប្អូនច្បាប់មិនទៅមានតម្លៃទេឃើញអនុក្រឹត្យសញ្ញេពីនាយករដ្ឋមន្ត្រីឬក៏សញ្ញេពីរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីមកដូចជាសចនអីជាដើមណាសេចក្តីជូនដំណឹងសចនហ្នឹងប្រជាពលរដ្ឋញ័រជើងក៏ក្រឹកនៅតាមភូមិខ្លាចឃើញសចនឃើញអនុក្រឹត្យបើលោតែមានសញ្ញេឬកេរីរបស់នាយករដ្ឋមន្ត្រីបន្តិចញ័រជើងញ័រដៃអូនឹងមកម្ចាស់ប្រទេសហើយយ៉ាងម៉េចអញ្ចឹងយន្តការទី4គឺតុលាការរដ្ឋបាលត្រូវតែបង្កើតជាចាំបាច់ដើម្បីឈានទៅដល់ការកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យមានតុល្យភាពអំណាចរវាងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសនិងអ្នកកាន់ការងារស្រុកទេសដែលជាតំណាងឲ្យប្រជាពលរដ្ឋទី5តួនាទីឋានន្តរស័ក្តិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើងទៅទាំងប៉ូលីសទាំងទាហានត្រូវតែដល់សេចក្តីទុកចិត្តដោយរដ្ឋាភិបាលដើម្បីកុំឲ្យទៅជារបបផ្ដាច់ការចាក់តាំងកូនឯងប្អូនឯងក្មួយឯងប្រឡងឯងណាទុកចិត្តដាក់ធ្វើមេប៉ូលីសមេទាហានអញ្ចឹងចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើងទៅត្រូវចូលទៅក្នុងរដ្ឋាភិបាលដល់សេចក្តីទុកចិត្តតែចូលតាមច្រកណាបងប្អូនកុំភ្លេចចេញតាមច្រកហ្នឹងឧបមាថាបញ្ហាសន្តិសុខនឹងវាកើតមានក្នុងសង្គមតើសន្តិសុខតាក់ទងជាមួយនឹងពីណាថាតាក់ទងជាមួយនឹងអគ្គសេនាធិការនគរបាលជាតិឧបមាថាបាញ់តួគាត់នឹងងាប់រើមិនឃើញមួយហើយមួយទៀតមួយហើយមួយទៀតមួយហើយមួយទៀតបាញ់នេះបាញ់នោះបាញ់នោះមិនឃើញមិនចាំបាច់នាយករដ្ឋមន្ត្រីដកអីទៅហៅមកទៅហៅមកហេតុអីបានទៅហៅបានពីព្រោះក្រុមអគ្គនគរបាលជាតិហ្នឹងអត់មានឲ្យអគ្គនគរបាលជាតិចាត់តាំងទេណាជ្រើសតាំងឲ្យរដ្ឋាភិបាលទាំងអស់ឧត្តមសេនីយ៍មួយហ្នឹងដល់ពេលអញ្ចឹងពេលសភាហៅអគ្គនគរបាលជាតិទៅអគ្គនគរបាលជាតិទៅប្រុយមិនទៅបើអាក្រុមមិនដាក់ដៃជើងឯងផងឥឡូវនេះដាក់បន្តកតុយគ្នានេះឡើងស្ញែកពេញទៅប្រទេសហើយនេះរូបភាពមើលទៅឃើញថាប្រទេសនេះមានការបោះឆ្នោតដូចជាធិបតេយ្យប៉ុន្តែពិតដាច់ការសិក្សាហើយគណៈបកសិទ្ធិមនុស្សនិងគណៈបកសន្តិភាពដូរមេដឹកនាំចេញទៅដាក់ខ្ញុំចូលត្រង់ហ្នឹងបងប្អូនខ្ញុំថាតស៊ូម្ដងមិនសម្រេចទេបងប្អូនតាំងដល់ពេលចុងកតុយអាណាក៏ដូចអាណាដែរបើបើមុខអ្នករើសតែដដែលចំណេះដឹងតែប៉ុណ្ណឹងទៅដូរតែមេដឹកនាំតាមតែគេធ្វើឲ្យជឿតែប៉ុណ្ណឹងវាមិនចេញមកប៉ុណ្ណឹងអញ្ចឹងដើម្បីដូរសង្គមទាំងមូលត្រូវដូរម្នាក់ជាមុនសិនដើម្បីដូរម្នាក់ត្រូវដូរខួរក្បាលរបស់ម្នាក់សិនដូរឲ្យខ្លាយពីមច្ឆាទិដ្ឋិឲ្យមកសមាទិដ្ឋិពុទ្ធលោកថាសមាទិដ្ឋិការយល់ទៅតែយល់ត្រូវគិតត្រូវនិយាយក៏ត្រូវនិយាយត្រូវសកម្មភាពត្រូវការរស់នៅត្រូវស្អីត្រូវលទ្ធផលត្រូវអញ្ចឹងបានថាដូរសង្គមទាំងមូលត្រូវដូរពីយើងដូរយើងគឺដូរពីមច្ឆាទិដ្ឋិមកសមាទិដ្ឋិសិនដូរការយល់ដឹងរបស់យើងជាមុនសិនឥឡូវយើងងាកមកយន្តការទី6អព្យាក្រឹតមន្ត្រីរាជការណាយន្តការរបស់យើងទាំងអស់គឺសម្រុកទៅចងតែនាយករដ្ឋមន្ត្រីណាតិចបងប្អូនសួរថាហីដូចមិនឃើញធ្វើច្បាប់អំពើពុករលួយដូចមិនឃើញធ្វើច្បាប់នេះច្បាប់នោះអីទៀតថាច្បាប់យើងសម្រុកទៅចងនាយករដ្ឋមន្ត្រីជាមុនសិនពីព្រោះដូចខ្ញុំនិយាយខាងដើមអញ្ចឹងអ្នកដឹកនាំក្បត់ប្រទេសខ្លួនឯងងាប់ទាំងលៀនដូច្នេះត្រូវយកកម្លាំងនៃការយល់ដឹងរបស់ប្រជាពលរដ្ឋទៅធ្វើរឿងនឹងឲ្យបានអញ្ចឹងយន្តការនីមួយៗសម្រុកទៅចងតែអ្នកដឹកនាំរដ្ឋទេ6អព្យាក្រឹតមន្ត្រីរាជការបងប្អូនមើលឃើញព្រោះថ្ងៃមន្ត្រីរាជការអត់មានអព្យាក្រឹតទេនាយករដ្ឋមន្ត្រីអ្នកកាន់ការងារស្រុកទេសគាត់មានសិទ្ធិដកអ្នកនេះដកអ្នកនោះកុំថាស្ថាប័នកុហកសូម្បីតែស្ថាប័នលោកសង្ឃក៏ដកដែរតោះគណៈសង្ឃឯហ្នឹងដកចុះដកឡើងឃើញទេអញ្ញៃមន្ត្រីរាជការជាឧបករណ៍ជំនាញរបស់រដ្ឋរបស់ប្រជាពលរដ្ឋហ្នឹងណាឥឡូវខ្លាយទៅជាឧបករណ៍របស់បកហើយចុះតាមមូលដ្ឋានដើរឃោសនាថ្ងៃនេះរកសម្លេងឲ្យបកណាំទៅដកចោលអាហ្នឹងហើយដៃជើងមឹកគ្រោះថ្នាក់របស់ប្រជាពលរដ្ឋថ្ងៃមន្ត្រីរាជការហ្នឹងសម្បើមណាគ្រូបង្រៀនតូចតាចណាគាត់ទៅចូលបកនេះចុះបកនោះនាយកសាលាតាមមើលប្រធានមន្ត្រីអប់រំអនុប្រធានមន្ត្រីជួនកាលគណៈសង្ឃដើរត្រួតពិនិត្យគ្នាមើលប្រព័ន្ធឲ្យឡើងស្ញេះដោយប្រព័ន្ធគុំនេះប្រព័ន្ធអាពតអញ្ចឹងតាមដានគ្នាអង្គការផ្នែកមនុស្សហ្នឹងមន្ត្រីរាជការហ្នឹងអញ្ចឹងត្រូវធ្វើច្បាប់អព្យាក្រឹតមន្ត្រីរាជការមានន័យថារដ្ឋាភិបាលថ្មីណាឡើងទៅគ្មានសិទ្ធិដកមន្ត្រីរាជការជាដាច់ខាតអត់មានសិទ្ធិដកជាដាច់ខាតអ្នកណានៅតាណាគឺនៅតានឹងដល់ពេលអត់មានសិទ្ធិដកមន្ត្រីរាជការហ្វ្រីគាត់មានសេរីភាពគាត់ចង់ទៅជួយបដណាខុសពីម៉ោងធ្វើការតែសិទ្ធិរបស់គាត់ក៏ប៉ុន្តែដល់ថ្ងៃគេដកដល់ពេលគេដកមន្ត្រីរាជការត្រូវទៅធ្វើការជូនបកមិនជូនរដ្ឋទេបើជូនរដ្ឋមានអីអញ្ចឹងបានខ្ញុំថាមន្ត្រីរាជការដែលជាឧបករណ៍របស់រដ្ឋវាទៅជាឧបករណ៍របស់បកឥឡូវសូម្បីតែប្រធាននាយកដ្ឋានអនុប្រធាននាយកដ្ឋានប្រធានការិយាល័យចូលរដ្ឋមន្ត្រីកាយនឹងទៅចាប់តកឲ្យគេណាឃើញទេវាទៅជាមន្ត្រីរាជការទៅបម្រើការងារចំហើយជួនតែយើងបាត់ស្រាយទៅមិនថាដកស្រាយប្រព័ន្ធជាមុនសិនឥឡូវឈានចូលមកដល់យន្តការទី7មិនទី6គឺអព្យាក្រឹតមន្ត្រីរាជការយន្តការទី7គឺបោះឆ្នោតដោយផ្ទាល់ជ្រើសរើសនិងទម្លាក់ផងជ្រើសរើសផងទម្លាក់ផងគ្រប់លំដាប់ជាន់ថ្នាក់ដោយប្រជាពលរដ្ឋលំដាប់ជាន់ថ្នាក់ណាខ្លះឃុំសង្កាត់ស្រុកខណ្ឌខេត្តក្រុងបោះឆ្នោតនិងទម្លាក់គ្រប់លំដាប់ជាន់ថ្នាក់ឃុំសង្កាត់ស្រុកខណ្ឌខេត្តក្រុងបោះឆ្នោតដោយប្រជាពលរដ្ឋរួចទម្លាក់វិញដោយប្រជាពលរដ្ឋទាំងអស់ដើម្បីជៀសវាងអីជៀសវាងនាយករដ្ឋមន្ត្រីចុះមកខេត្តឲ្យចៅហ្វាយខេត្តរៀបចំទទួលរាល់ថ្ងៃចៅហ្វាយខេត្តរៀបចំទទួលនាយករដ្ឋមន្ត្រីចុះមកក៏គ្រប់កក្រែងរហូតសិតតែលុយរដ្ឋទាំងអស់សិតតែលុយប្រជាពលរដ្ឋទាំងអស់ចាំបានយើង
ដោយប្រជាពលរដ្ឋនាយករដ្ឋមន្ត្រីចុះមកទេលេហ្វូនហៅចវាយខេត្តឲ្យរៀបចំវេទិកាឲ្យសុំទោសគ្មានក្នុងច្បាប់ផងអត់មានក្នុងច្បាប់ថាចវាយខេត្តត្រូវទៅរៀបចំផងអត់មានក្នុងច្បាប់ផងខ្ញុំអត់ធ្វើទេហើយបើមិនធ្វើយុរដ្ឋមន្ត្រីដកបានអីដកគឺខ្ញុំបោះឆ្នោតដោយប្រជាពលរដ្ឋរួចលាក់វិញដោយប្រជាពលរដ្ឋឃើញទេយើងអត់គិតពីរឿងមនុស្សទេយើងគិតពីរៀបចំប្រព័ន្ធការដឹកនាំបែបទំនើបគេគិតពីប្រព័ន្ធមុនបើថាកន្លែងនឹងបាត់លុយគេរៀបចំប្រព័ន្ធគេមិនដូរមនុស្សទេគេដូរមនុស្សដើម្បីឲ្យមនុស្សទៅដូរប្រព័ន្ធមិនទុកប្រព័ន្ធដែរដូរទំនើបដោយគណៈបកសំនឹងនិងគណៈបកទឹកមនុស្សដែរដូរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញដាក់ខ្ញុំចាំខ្ញុំបញ្ចុះតម្លៃសាំងតម្លៃប្រាក់ខែប៉ុន្តែប្រព័ន្ធរដ្ឋបាលនៅតែមួយបង្រួមអំណាចរដ្ឋអត់ធ្វើបងប្អូនមិនចង់រស់នៅក្រោមឆន្ទៈបុគ្គលនេះថារស់នៅលំបាកពេកទៅរស់នៅក្រោមឆន្ទៈរបស់បុគ្គលនោះទៀតទេមិនមែនរស់នៅជាម្ចាស់ហើយនេះសុំគេរស់មិនមែនរស់នៅឲ្យគេខ្លាចទេនេះរស់នៅឲ្យគេអាណិតថ្ងៃណាគេអាណិតក៏រស់ទៅថ្ងៃណាគេអត់អាណិតក៏ងាប់ទៅបងប្អូនចង់ធ្វើជាម្ចាស់ឬបងប្អូនចង់រស់នៅក្រោមសពរបស់គេពីស៊ីសងនៅឆន្ទៈរបស់បងប្អូននេះរឿងហ្នឹងអញ្ចឹងយន្តការទី7ដើម្បីកាត់ដៃនាយករដ្ឋមន្ត្រីកុំឲ្យគាត់លូកដៃទៅខេត្តទៅក្រុងដូចនៅស្រុកគេអញ្ចឹងនាយករដ្ឋមន្ត្រីស្លៀកខោខ្លីរត់ហាត់ប្រាណជាមួយយើងជួបមុខយើងបងយួរដូចគ្នាហើយគេថានៅស្រុកគេនាយករដ្ឋមន្ត្រីគេសាមញ្ញហើយសាមញ្ញក៏ប្រព័ន្ធគេដូរហើយយើងចង់រុញនាយករដ្ឋមន្ត្រីតំណែងឲ្យមកសាមញ្ញនាយករដ្ឋមន្ត្រីមួយណាក៏អត់សាមញ្ញប្រព័ន្ធអញ្ចឹងអត់សាមញ្ញកើតទេមានតែធ្វើសាមញ្ញធ្វើសាមញ្ញធ្វើមកចុកចាប់ដៃប្រជាពលរដ្ឋប្រជាពលរដ្ឋមានអារម្មណ៍ខ្លាចដែរគាត់ធ្វើបើពេលកាត់ប្រព័ន្ធអស់ហើយយើងអត់ខ្លាចយើងលុកដៃចាប់មិនខ្លាចហីតែហ៊ានប៉ះយើងមិនស្រួលដឹងចូលតុលាការគេកាត់ក្តីដូចគ្នាដល់យន្តការទី8យើងមានយន្តការ8ចំណុចដើម្បីបង្រួបអំណាចរដ្ឋនេះយន្តការទី8របស់យើងណាគឺប្រើប្រព័ន្ធបោះឆ្នោតឯកតនាមដើម្បីជ្រើសរើសតំណាងរាស្ត្រដែលជាសមាជិករដ្ឋសភាពីព្រោះ7ខាងលើនេះត្រូវតែងជាច្បាប់ដើម្បីឲ្យអ្នកតំណាងរាស្ត្រមានសេរីភាពអត់ខ្លាចពីណាក្នុងការតែងច្បាប់ទាំង7ដើម្បីចងនាយករដ្ឋមន្ត្រីក៏តែតំណាងរាស្ត្រនឹងត្រូវបានបោះឆ្នោតដោយប្រព័ន្ធកុំឲ្យបោះទៅឲ្យបាត់បានជាយើងប្រើថាបោះឆ្នោតតាមប្រព័ន្ធឯកតនាមមានតែបោះចំមុខធ្វើមិនការតម្លាក់មកវិញដូចចំនួនសម្ដេចទេនោះបោះឆ្នោតឬតំណាងរាស្ត្រចំមុខយ៉ាងហោចបំផុតក៏យើងប្រើប្រព័ន្ធសកម្មមាមានរូបថតនៅស្រុកគេគឺគូបាក់ផ្អងគូមុខមនុស្សផងយ៉ាងតិចបំផុតក៏យើងប្រើប្រព័ន្ធហ្នឹងដែរដើម្បីរំដោះអ្នកតំណាងរាស្ត្រពីក្រញាំបាក់កាលណាគាត់រួចផុតពីក្រញាំបាក់មកនៅខាងរាស្ត្រហើយគាត់នឹងធ្វើយន្តការ7ចំណុចខាងលើដើម្បីឲ្យរដ្ឋាភិបាលរួមអំណាចកាលណារដ្ឋាភិបាលរួមអំណាចប្រជាពលរដ្ឋមានអំណាចកាលណាគាត់មានអំណាចគាត់ប្រើសិទ្ធិដែលចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញបានលែងភ័យខ្លាចណែបងប្អូនពិចារណាថាតើនឹងជាប្រយោជន៍របស់បងប្អូនឬអត់ហើយបងប្អូនពិចារណាថាតើបើបងប្អូនអត់ចូលរួមធ្វើតើមានគណៈបកណាមួយដែលបងប្អូននៅសុករួចគេធ្វើឲ្យបងប្អូនទេវាអត់ចាញ់រួចតាមការយល់របស់យើងអញ្ចឹងបានជាចុងក្រោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកើតមកគឺក្នុងបំណងហ្នឹងពីព្រោះយើងពិចារណាហើយពិចារណាទៀតយើងខិតខំរកមធ្យោបាយណាក្រៅអំពីការធ្វើបាក់ដើម្បីឲ្យយន្តការ8ចំណុចហ្នឹងចេញរួចប៉ុន្តែយើងសិក្សាចុះសិក្សាឡើងវាអត់ឃើញមធ្យោបាយណាក្រៅពីការធ្វើបាក់ទៅឡើយបើបងប្អូនរកបានមធ្យោបាយផ្សេងដើម្បីឲ្យយន្តការ8ចំណុចហ្នឹងកើតមានឡើងដើម្បីបង្រួមអំណាចរដ្ឋឲ្យពលរដ្ឋមានអំណាចបងប្អូនរកឃើញវិធីផ្សេងពីហ្នឹងបងប្អូនជួយប្រាប់ផងគេលោកពួកយើងគិតវាមិនទាន់សពគ្រប់អញ្ចឹងហើយបានគណៈបករបស់យើងដាក់បាវចនានោះគឺថារួមគិតរួមធ្វើរួមសម្រេចដើម្បីទុកឱកាសឲ្យមនុស្សទាំងអស់គ្នាក្នុងសង្គមហ្នឹងដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គមពាក់ព័ន្ធជាមួយនឹងប្រយោជន៍របស់សង្គមកាលណាសង្គមទុកយើងទាំងអស់គ្នាទុកកាលណាសង្គមសុខយើងទាំងអស់គ្នាសុខអ្នកទាំងអស់គ្នាដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសង្គមទាំងសុខទាំងទុកឲ្យគាត់មានលទ្ធភាពក្នុងការចូលរួមទាំងអស់គ្នាចូលរួមគិតរួមសម្រេចនិងរួមធ្វើគណៈបកមួយដែលជាគណៈបកប្រជាធិបតេយ្យទោះតែគណៈបកនោះជាគណៈបករបស់ប្រជាពលរដ្ឋកើតឡើងពីប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋបងប្អូនមើលអា8ចំណុចហ្នឹងដើម្បីបងប្អូនអត់ដើម្បីបងប្អូនអត់ហើយយើងនិយាយប្រាប់លំអិតតាំងពីចេញដំណើររហូតដល់គោលដៅរបស់យើងគឺបង្រួមអំណាចរដ្ឋឲ្យរាជមានអំណាចស្អីទៅដែលយើងពលត្រូវថានោះហើយគឺជាការបង្រួមអំណាចរដ្ឋគឺយន្តការ8ចំណុចឧបមាថាយើងទៅសៀមរាបជាវត្ថុបំណងវាធំទូលាយណាស់តាណាទៅសម្គាល់ថាសៀមរាបព្រះអង្គជ័យព្រះអង្គចោមទៅដល់ព្រះអង្គជ័យព្រះអង្គចោមដឹងតែនឹងសៀមរាបតែថាសៀមរាបវាធំទូលាយពេកមិនដឹងទៅជួបគ្នាតាណាសៀមរាបធំពេកយើងថាបង្រួមអំណាចរដ្ឋវាទូលាយត្រង់ណាទៅដែលហៅថាបង្រួមអំណាចរដ្ឋគឺយន្តការ8ចំណុចទៅប៉ះយន្តការ8ចំណុចប៉ងរៀនមានអំណាចព្រាមវត្ថុបំណងរបស់យើងគឺរៀនមានអំណាចហ្នឹងស្ដែងចេញឡើងព្រាមនឹងគឺជាគោលដៅចុងក្រោយគឺយន្តការ8ចំណុចយើងផ្ដើមចេញពីណាថាយើងផ្ដើមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗ3ទី1ការយល់ដឹងខុសអំពីប្រជាធិបតេយ្យផ្លាស់ប្ដូរឲ្យមកយល់ត្រូវទី2បើយល់ដឹងពីប្រជាធិបតេយ្យហើយខ្វះមូលដ្ឋានក្នុងការពិចារណាទៅជែកគ្នាឲ្យបានប្រយោជន៍គោលដៅធំទី2របស់យើងគឺចាប់ផ្ដើមពីការផ្ដល់មូលដ្ឋានក្នុងការពិចារណាឲ្យប្រជាពលរដ្ឋទី3បើប្រជាពលរដ្ឋមានមូលដ្ឋានពិចារណាហើយខ្វះសីលធម៌ទៅជែកគ្នាឲ្យបានប្រយោជន៍ទៀតអញ្ចឹងដើម្បីឈានដល់គោលដៅយើងគឺការបង្រួមអំណាចរដ្ឋដោយប្រើយន្តការ8ចំណុចជាគន្លឹះយើងផ្ដើមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើការយល់ដឹងខុសពីប្រជាធិបតេយ្យដែលប្រជាពលរដ្ឋយល់ពីមុនមកគឺប្រជាធិបតេយ្យដែលគេធ្វើឲ្យទី2
ដល់មូលដ្ឋានក្នុងការពិចារណាអភិជាប្រដ្ឋទី3ដាំបណ្ដុះសេដ្ឋធម៌ទៅក្នុងចិត្តរបស់ប្រជាប្រដ្ឋឡើងវិញហើយយើងនិយាយពីរបៀបធ្វើគឺយើងបង្កើតបកដើម្បីទៅធ្វើយន្តការ8ចំណុចពីព្រោះក្រៅពីបកមិនដឹងធ្វើម៉េចដើម្បីឲ្យបានយន្តការ8ចំណុចយើងនិយាយអស់ហ่ะតាំងពីគោលដៅតាំងពីចំណុចចាប់ដើមរបស់យើងទៅដល់គោលដៅយើងនិយាយទាំងអស់ហ่ะបងប្អូនពិចារណាមើលរួចហើយបងប្អូនសម្រាប់ចិត្តទៅបោះឆ្នោតគ្រប់គ្រងគំនិតក្នុងពេលដែលចាប់ដើមបងប្អូនត្រូវចូលរួមកែគ្នាចូលរួមចូលលុយចូលរួមឈរឈ្មោះចូលរួមជួយនិយាយបើថាជាបងប្អូនចេះចូលរួមទាំងអស់គ្នាបកប្រជាធិបតេយ្យជាបករបស់ប្រជាប្រដ្ឋកើតឡើងពីប្រជាប្រដ្ឋរបស់ប្រជាប្រដ្ឋដើម្បីប្រជាប្រដ្ឋយើងនិយាយតាំងពីគោលដៅតាំងពីចំណុចចាប់ដើមតាំងពីនីតិវិធីរបស់យើងឈានដល់គោលដៅដើម្បីឲ្យបងប្អូនកើតសទ្ធាមានន័យថាអើមានចឹងមែនអញពិចារណាឃើញចឹងមែនប៉ុន្តែសប្តាហ៍បងប្អូនមើលគេថាបញ្ចុះតម្លៃតាំងតម្លៃប្រាក់ខែចាស់ទៅដេកអាលៀនលើខែចាំស៊ីត្មងទៅគេឲ្យប្រាក់តែគេឲ្យលុយខ្ចីចិញ្ចឹមគោគាត់តែគេថាហ្នឹងគេថាគោលដៅចុងក្រោយហ្នឹងអារបៀបដែលគេនាំយើងទៅពីដើមរហូតដល់ចប់គេមាននិយាយណាអាហ្នឹងដែលបងប្អូនជឿគេដល់ចុងក្រោយចាញ់មកគេមកពីជឿប្រាចាស់ហេតុផលមិនសមរម្យនឹងជឿតែគ្មានហេតុផលតែហ្មងគាត់តែគេថាទទួលយកក៏ដោយដល់ពេលចាញ់មកគេថាណាក៏ដោយណាគណៈបកផ្សេងៗគេនិយាយទៅពីគោលដៅចុងក្រោយណាគេថាតម្លៃប្រាក់ខែ100ហ្នឹងគេថា100ចុះគេថា200គេថាបានខ្ញុំក៏អាចថាបានដែរ300ប៉ុន្តែឲ្យរៀបលំដាប់មកតាំងពីលេខ1រហូតដល់100ហ្នឹងគេរៀបលំដាប់ថាម៉េចគេរៀបលំដាប់តែគេធ្វើម៉េចបានគេអត់មាននិយាយទេចាស់ទៅដេកអាលៀទីលើខែធ្វើម៉េចបានឲ្យលុយប្រជាប្រដ្ឋខ្ចីណាឲ្យលុយចិញ្ចឹមគោបើស្នាជាគោងាប់រត់ចេញតងទៀតលក់ស្រូវបើបងប្អូនលក់ថោកលក់ឲ្យរត់ថ្លៃរួចហើយរត់លក់ឲ្យវិញតម្លៃខាតឬក៏តម្លៃថ្លៃតាមអត់មានខាតស្វាក់គីឡូក៏ស្វាក់គីឡូទៅអាឡៃទឹកជូនចុះឡើងអត់មានសេវាទេទិញ1200លក់វិញ1200ឲ្យប្រជាប្រដ្ឋអីក៏វាស្រួលម្ល៉េះគិតពិចារណាមើលទៅរួចអត់បើទីផ្សារលក់800រត់ទិញ1200ដល់ពេលត្រូវឡើងបាន1500 1600លក់ឲ្យប្រជាពលរដ្ឋវិញ1200វិញដដែលចុះស្រកគីឡូណាគិតចុះដឹកជញ្ជូនអត់មានប្រើសាំងទេរត់ខាតរហូតទេចុះបានលុយមកពីណាមួយចិញ្ចឹមគោឲ្យប្រជាពលរដ្ឋមកផ្ទះ100បើស្នាជាគោងាប់រត់ចេញតងទៅទៀតឲ្យលុយខ្ចីចិញ្ចឹមគោទៅទៀតដឹកជញ្ជូនយកទៅលក់ឲ្យទៀតរកទីផ្សារឲ្យទៀតអីក៏សពគ្រប់ម្ល៉េះពិចារណាមើលគេប្រាប់តែចុងក្រោយអាវិធីនាំពីចំណុចដែលយើងនៅទៅដល់គោលដៅគេមានប្រាប់យើងទេតែពេលណាជឿប្រជាហេតុផលដល់ចុងក្រោយចាញ់បោកគេតាំងឋានណាទៅណាមកប៉ាត់ដល់ឯងទៀតខ្ញុំប្រើពាក្យអក្រក់ខ្ញុំថាបើមុខដដែលមិនរើបានអាណាដដែលមានរើបានចូលពីណារើតាមណានោះបានមកតាណានោះដដែលហើយពួករើតាណានោះតោះតដោការយល់ដឹងរបស់យើងជាមុន